ណែលោកប្រុសគូរនឹងរបស់លោកប្រុសស្អាតណាស់មើលទៅពិតជាសោកសង្ហាមែនពាក្យសរសើរនេះសម្រាប់ឯងទេឯងត្រកៃខ្ញុំពិតជាមិនហ៊ានទេអ្នកនាងឆាំងនេះគឺលោកតាជាអ្នករៀបចំឲ្យអ្នកប្រុសណាថ្ងៃនេះយើងនឹងត្រឡប់មកវិញទៅរកនាងឃើញយើងទិញសម្បត្តិមួយច្បាប់ទៀតទៅអាហ្វ្រិកនិងបោះបង់នាងនៅប្រទេសក្រៅភ្លាមបាទនេះបើយើងតាមប្រភពព័ត៌មានបានដឹងថាមានអ្នកដឹកនាំល្បីលំដាប់អន្តរជាតិ JS នឹងត្រឡប់មកប្រទេសវិញដោយសម្ងាត់ការរៀបចំពិធីនឹងបង្កើតជាហោសម្លៀកបំពាក់ជីនស៊ីប្រណិតរបស់ចិនសួស្តីលឹងនៅទីនេះត្រូវបានហាមឃាត់មិនឲ្យមានភ្លើងឆេះទេការជួបគ្នាដំបូងដោយពិសេសនេះតែងតែធ្វើឲ្យមនុស្សមើលតែចាប់អារម្មណ៍អ្នកនាងលោកម្ចាស់ទូរស័ព្ទមកឯងជិះឡានមកផ្ទះវិញប្រសើរជាងហើយកុំចេញទៅក្រៅចាទទួលបានខ្ញុំឆាញ់ចិញសៀវជាកូនស្រីនាយករដ្ឋមន្ត្រីរៀបការបានស្លៀកសម្លៀកបំពាក់បុរាណហើយត្រូវក្រុមគ្រួសារឲ្យទៅនៅក្រៅប្រទេសកូនស្រីដែលបោះបង់ចោលក៏ត្រូវគេហៅមកវិញគួរឲ្យខ្លាញ់មនុស្សដែលគ្មានមេត្តាលោកម្ចាស់អ្នកនេះមកដល់ហើយហឺសូមគោរពអ៊ីវីត្រឡប់មកវិញហើយនៅក្រៅប្រទេសរស់នៅយ៉ាងម៉េចដែរបានលើថានៅក្រៅប្រទេសមានភ្លើងពណ៌ច្រើនណាស់ធ្វើឲ្យប្រុសក្នុងប្រទេសបង្កភាពចលាចលក្នុងក្រុងឲ្យទៅក្រៅមិនក៏មិនផ្លាស់ប្ដូរឯនេះអាម៉ាស់មុខដល់គ្រួសារយើងខ្លាំងណាស់លើថាបងស្រីនៅក្រៅប្រទេសមានរឿងផ្ទាល់ខ្លួនពាក់ព័ន្ធនឹងមនុស្សប្រុសនេះជាការប្រយ័ត្នពេលពេញរបស់មនុស្សគួរឲ្យខ្លាញ់កាលពី2ឆ្នាំមុនគឺពួកអ្នកបានប្រើវិធីនឹងឯងបំផ្លាញឆឹងអ៊ីវីប៉ុន្តែអ្នកដែលត្រឡប់មកលើកនេះគឺឆិនចិញសៀវដើម្បីមកជំរាបបញ្ជាជាមួយពួកអ្នកម្ដងបន្តិចបងស្រីនិយាយនេះមានផាតាំងឬអន់បានលើកការផ្សព្វផ្សាយក្នុងរង្វង់តារាល្បីទាំងមូលនៅទីក្រុងស៊ូជ័យលើថាគ្រួសារហ្វូមិនចូលចិត្តកេរឈ្មោះរបស់បងទេហើយក៏ចាំផ្ដាច់ពាក្យពីចចាំអារ៉ាមឈប់ជាមួយនឹងអ្នកប្រាញ់មិនមានផាតាំងទេបងស្រីសូមអញគប់និយាយម្ដងទៀតក្មេងល្ងងងាហេតុអីមិនអាចគិតបានគ្រួសារហ្វូនេះគឺជាគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនជាងគេលោកម្ចាស់ឥឡូវនេះគ្រួសារឈិញយើងរៀបនឹងបាត់បង់ការរៀបការនេះមិនខានអញ្ចឹងធ្វើយ៉ាងម៉េចទៅអាពីនេះនឹងមិនអាចបាត់បង់ទេលោកប៉ែខ្ញុំក៏ជាកូនគ្រួសារយ៉ាងដែរខ្ញុំគិតថាគ្រួសារហ្វូនឹងចូលចិត្តខ្ញុំជាមិនខានខ្ញុំទៅតែត្រឡប់មកវិញថ្ងៃដំបូងហេតុអីត្រូវអត់ធ្មត់បែបនេះចង់ឲ្យយើងចេញហើយក៏ចាប់យកអាពីនេះពិតជាល្ងងមែនទាំងអស់នេះទុកឲ្យលោកឪពុកជាអ្នកសម្រាញ់កូនស្រីជឿថាលោកពងពិតជារៀបចំកូនស្រីបានយ៉ាងល្អបំផុតខ្ញុំបានរកគ្រប់ទីកន្លែងហើយរកមិនឃើញអ្នកនេះតកលឆាំងទេពិតជាប្រកែពួនណាស់រកមិនឃើញពិធីការនេះក៏មិនអាចផ្ដាច់បានដែរខ្ញុំសូមណែនាំបន្តិចនេះគឺជាសញ្ញារបស់ពួកយើងមកមើលតារាល្បីនៅក្រៅប្រទេស2ឆ្នាំឯប្រកាសជាមិនយកពីរសជាតិចិនទេចាំមើលនេះនឹងខ្មាស់គេសញ្ញាមកពីខាងណាកូនស្រីអ្នកណាជាសញ្ញាឆ្ងាយប៉ុណ្ណឹងមិនបាច់គិតអីទេខ្ញុំស្មានថាគាត់មិនចេះភ្លុតែគឺគ្រាន់តែមកមានភាពស្និទ្ធស្នាលប៉ុណ្ណឹងលោកប្រុសលោកពិតជាចិត្តល្អណាស់ផ្ដាច់អាពីមិនចាំបាច់និយាយទេតានេះជាទេពអប្សរមែនទេអូទីបំផុតខ្ញុំដឹងហើយតាមរងនៅក្នុងគំនូរមើលទៅដូចអ្វីសប្តាហ៍ថ្ងៃនេះមានមនុស្សច្រើនណាស់ដែលពឹងផ្អែកលើរូបសម្រស់របស់ខ្លួនកូនស្រីខ្លាំងខ្លាដែលចង់ចូលក្នុងរង្វង់តារាអ្នកនាងគួរតែប្រយ័ត្នផងថាម៉េចអញ្ចឹងខ្ញុំគួរតែប្រុងប្រយ័ត្នបន្ថែមទៀតហើយស្រីដែលមកពីគ្រួសារល្បីពួកអ្នកកាន់តែមិនយល់ទៀនអូកាលពីមុននៅវេលាយន្តហោះខ្ញុំបានជួបនារីម្នាក់ឯងទៅសើមើលទៅតើនាងជានរណានេះគឺជាលូលីប៉ៅអាយុ60ឆ្នាំទៅហើយតម្លៃទីផ្សារគឺ1លានឯងមិនបាច់ហាត់ក្លិនទេទោះជាហាត់ក្លិនក៏ឯងមិនដឹងដែរនាំតែខើរបស់ខ្ញុំពិតជាមិនគួរឲ្យហាត់ក្លិនមែនព្រោះតែនេះគឺជាតែមិនល្អម្នាក់នេះមកពីក្រុមទិញស៊ីងសុងអ៊ី
នាងមិននឹងអាចយល់ថារបស់នេះល្អឬក៏មិនល្អទេឆ្នាំនេះគឺមកដល់ឆ្នាំឡាលីប៉ាវវាគ្រាន់តែមានជាតិច្រើនពេកក៏បានបាត់បង់សកម្មភាពវាខ្លាយទៅជាកាបូនគុណភាពអន់ឯងធ្លាប់ផឹកឡាលីប៉ាឬអន់បើមិនដឹងទេកុំចេះតែនិយាយអញ្ចឹងក៏ហៅចាស់ព្រឹទ្ធាចារ្យខាងពាណិជ្ជតាមមកមើលទៅសូមទៅហៅម្ចាស់តាមនេះមកតែឡាលីប៉ានេះពិតជាមានធាតុកាបូនបន្តិចមែនហេតុអីក៏នាងដឹងពីតែនេះអញ្ចឹងឯងក៏ជាអ្នកស្គាល់ពីតែដែរអញ្ចឹងឯងរើមើលមួយណាថ្លៃជាងគេបើអញ្ចឹងក៏ឲ្យអ្នកជ្រើសរើសក៏រើសទៅបើមិនខុសក៏មិនអីដែរមិនបានជានាងដឹងនេះគឺជាអំណោយដែលព្រះផ្សំមក18គ្រាប់របស់វាគឺឈ្មោះថាណៃយូទិន្នផលប្រចាំឆ្នាំមានត្រឹមតែ2ទឹកទេគឺអាចសាកល្បងហាត់ក្លិនវាបានលោកគ្រូតែនេះក្រអូបខ្លាំងមនុស្សស្រីពិតជាចូលចិនវ៉ាន់សុងឡុងជីងវាគួរតែមានតម្លៃមិនអាចកាត់ថ្លៃបានលោកប្រុសបានស្ដាប់ដឹងហើយនិយាយអញ្ចឹងនាងជាមនុស្សដែលមានតំណែងតំណងជាមួយលោកប្រុសហើយតំណែងតំណងស្អីគឺកូនស្រីគ្រួសារឆឹងដែលលោកប្រុសចង់ប្រាច់ពាក្យពេញហើយតាមសាច់ញាតិតើវាពិតជាស័ក្តិសមដែរទេអាពាក្យពីនេះនឹងបញ្ចប់ឆាប់និយាយអញ្ចឹងខ្ញុំគ្មានសិលធម៌ថ្ងៃមួយហ្នឹងទេគ្មានឆ្ងល់ទេដែលយើងធំឡើងជាមួយគ្នាលោកជាលោកប្រុសខ្ញុំជាអង្គរៈតាមពិតទៅគឺវាខុសគ្នាឆ្ងាយណាស់ណាយល់ទេនោះសត្វតែតកូលឆឹងជាមួយមនុស្សដ៏ស្រស់ស្អាតនិងមានទេពកោសល្យម្យ៉ាងទៀតដឹងតែពីផឹកស្រាមនុស្សបាយមិនស័ក្តិសមទេនាងទៅជាមនុស្សដែលស័ក្តិសមបំផុតសម្រាប់ធ្វើលោកស្រីតែអញ្ចឹងនាងម្នាក់មកហើយប្រាប់នាងថាខ្ញុំមានកាដូជូននាងមានរបស់មួយចំនួនចង់ឲ្យនាងមកមើលបន្តិចវ៉ាន់សុងឡុងជីងវាគួរតែមានតម្លៃមិនអាចកាត់ថ្លៃបាននាងធ្លាប់ផឹកតែវ៉ាន់សុងឡុងជីងឬអន់មិនមែនមើលតាមទូរទស្សន៍ស្គាល់ទេដឹងគ្រាន់តែនិយាយដោយស្មានប៉ុណ្ណឹងតែនេះពិតមែនខ្ញុំបានទិញវានៅឯកាដេញថ្លៃមួយកាលពីឆ្នាំមុននាងទាយត្រីអ្នកដែលចាស់នៅក្នុងសង្គមគឺត្រូវតែវឹកហាត់ដើម្បីទទួលស្គាល់វាគ្រាន់តែជាការខិតខំប្រឹងប្រែងប៉ុណ្ណឹងសួស្តីអ្នកនាងលោកប្រុសរបស់យើងនៅចន្ទទី2គឺមានការចង់នាងទៅជួបគាត់បន្តិចហើយប្រាប់ថាមានរបស់ចង់ឲ្យអ្នកនាងទៀតផងមិនដឹងថាអ្នកនាងតើអាចចេញទៅបានឬក៏អត់ទេអ្នកនាងគួរតែទៅបន្តិចទៅមានខៃឬអន់ពួកយើងបានខ្លាចជាឈ្នន់របស់អ្នកដទៃកម្រនឹងឆ្លាតនេះពួកនាងគ្រាន់តែជាឈ្នន់អាចទៅបានមិនអាចទេខ្ញុំនឹងតែទូរស័ព្ទទៅប្រាប់លោកប៉ាប្រាប់ថាឆឹងអ៊ីវីធ្វើជាស្រីបម្រើតាមមនុស្សប្រុសមិនដឹងថាលោកប្រុសចង់ជូនកាដូទៅមនុស្សប្រភេទណាទេគឺជូនទៅមនុស្សចាស់នៅក្នុងផ្ទះមនុស្សចាស់ក្រពះខ្សោយឡាភូអ៊ីអាយុ50ឆ្នាំនេះពិតជាស័ក្តិសមណាស់ក្លិនរបស់វាក៏ខ្លាំងជាងដែរហាត់ក្លិនហើយពិតជាល្អមែនខ្លាញ់ម្ល៉េះទៅហើយហាងតែក្នុងទីក្រុងពាក់កណ្ដាលគឺទិញពីពួកយើងមើលទៅលោកប្រុសពិតជាមិនដឹងពីតែពិតមែនហើយខ្ញុំនឹងឲ្យលោកសាក់លបងបានសំចេងល្អមែនរសជាតិទន់ប្រហើរវារតែល្អឡាភូអើយមានរសជាតិចេញពីធម្មជាតិរសជាតិផ្អែមល្អបំផុតសម្រាប់ជនមនុស្សចាស់មើលទៅអ្នកនាងក៏ជាមនុស្សដែលចូលចិត្តដែរបើអញ្ចឹងពួកយើងអាចមានអ្វីដើម្បីទំនាក់ទំនងគ្នាបានដែរទេថ្ងៃក្រោយអាចតាក់ទងគ្នាបានខ្ញុំថ្ងៃនេះចង់ទិញដូអូនមកជៀន1គីឡូហាន់សៀវសូមខ្ចប់2គីឡូមកជូនអ្នកនាងទៅទុកថាចំណាយអរគុណសម្រាប់ការជួបខ្ញុំជ្រើសរើសខ្ញុំថ្ងៃនេះគ្រាន់តែជួយជ្រើសរើសតែប៉ុណ្ណឹងពលលោកគ្រាន់តែឲ្យអាយុ60ឆ្នាំខ្ញុំ1គីឡូមកបានហើយឥឡូវនេះកាត់បានខ្ញុំមិនមានលេខកូដទេពួកយើងបានអែតហើយតែមិនទាន់ស្គាល់អ្នកនាងឈ្មោះអ្វីទេជីនស៊ីវឆឹងជីងស៊ីវពេលវេលាបានផ្ដល់ឲ្យខ្ញុំនូវសិទ្ធិកាន់តែច្រើនខ្ញុំមិនចង់បំពេញការភ្ជាប់ពាក្យរបស់គ្រួសារហ្វូទីខ្ញុំមិនចង់បំពេញការភ្ជាប់ពាក្យរបស់គ្រួសារហ្វូឡើយពេលនេះយើងនឹងឲ្យហ្វូជីងឆេងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់យើងឈ្មោះពីរោះណាខ្ញុំឈ្មោះហ្វូឥ
លោក20នាទីទៀតនឹងត្រូវត្រឡប់មកផ្ទះ ចាលោកប៉ាខ្ញុំមានការប្រយ័ត្នបន្តិចត្រូវតែមុនហើយ សូមចេញរបស់អ្នកនាង អរគុណច្រើន លោកប្រុសលោកមិនតាមទៅទេហ៎មិនបាច់ប្រញាប់ទេថ្ងៃក្រោយនឹងមានឱកាសហើយឱកាសគឺនៅទីនេះនេះការខ្មៅនៅទីនេះការខ្មៅគ្រួសារឆឹងជាគ្រួសារវិនិច្ឆ័យអស់ហើយតាសាច់ញាតិអ្នកមានមកពីណាទៅ តាមពិតជាស្រីស្អាតតែសំដៅដោយប្រុងប្រយ័ត្នចំណាយពេលអត់ប្រយោជន៍ស្អីទេទីនេះមិនអាចហៅតាស៊ីបានទេមិនអញ្ចឹងនាងបើយើងទៅក្រែងយើងច្រឡោជូននាងទៅវិញខ្ញុំគិតថាអ្នកនាងញ៉ាំអំបិលច្រើនពេកហើយប្រៃនេះពេលវេលាបានមកដល់ហើយឆាគួរឲ្យចង់ក្អួនធ្វើខ្លួនដូចជាមនុស្សថ្លៃថ្នូរឆាប់បាក់ទៅអេអរគុណអញហើយសងអ៊ីយើងកំពុងត្រូវវិធីផងវីរៈបរិសុទ្ធជួយសង្គ្រោះក្មេងស្រីដ៏ស្រស់ស្អាតជួបគ្នាទៀតហើយ សូមឡើងមកខ្ញុំជួននាងទៅផ្ទះវិញចុះ ខ្ញុំមានអារម្មណ៍ថាក្តៅនាងអាចប្រាប់វា គួរឲ្យស្រឡាញ់ចឹងវាពិតជាតេចិត្តមនុស្សប្រុសឲ្យចង់ការពារមិនខានជាវិធីល្អមែនអរគុណហើយ បាន នាងក្មេងនោះនៅក្នុងភួរចង់ប្រើយើងជាឆ្នោតផងហីពិតជាយកសាប់ហើយ ហាន់សៀវខ្ញុំមិនចូលចិត្តឡានមួយនេះទេឆាប់បើទៅមុខទៅបាទលោកប្រុស ហើយបើឡើងចាំមិនហ្នឹង សូមអភ័យទៅអ្នកនាងបាញ់មិញមានឡានមួយវ៉ាឡានរបស់យើង ហ្វូជីងឆឹងម្នាក់នេះដូចជាមានប្រយោជន៍ជាងការរំពឹងទុំ លោកប្រុសគ្រួសារឆឹងមិនមានអ្នកបើកឡានម្នាក់ទេមើលទៅអ្នកនាងឆឹងស្នាក់នៅក្នុងគ្រួសាររបស់ឆឹងហាក់ដូចជាមិនសូវល្អទេរស់នៅក្រៅដំបូលផ្ទះអ្នកដទៃនឹងជួបរឿងបែបនេះហើយប៉ុន្តែមនុស្សដែលអាចប្រើការខ្មៅនេះបានមិនមានត្រឹមតែម្នាក់ស្នាក់នៅនោះទេខ្ញុំមិនសូវបន្ថែមទៀតមិនបាច់ទេបើត្រូវដឹងនឹងដឹងជាមិនខានទេខ្ញុំមិនចង់ឲ្យនាងដឹងទេពិតជាមិនចង់ឲ្យដឹងមែនទេខ្ញុំកំពុងតែសើពីនាងមិនដែលផ្លាប់លោកអត់តែចរិតសោះចេញទៅក្រៅពេញមួយថ្ងៃបង្កតែបញ្ហា ក៏មិនទោះកូនអីនាងគ្រាន់តែទៅជាមួយចៅហ្វាយនៅហាងប៉ុណ្ណឹងពិភាក្សាពេញមួយថ្ងៃមកវិញនិយាយបន្តិចហើយឲ្យអ្នកដទៃនិយាយអ្វីដែលពួកគេចង់និយាយចង់និយាយដូចជាល្អអញ្ចឹងលោកពងតើអ្នកណានិយាយអីពីខ្ញុំទៅហេតុអីបានជាលោកពងខឹងនៅថ្នាក់នេះគ្រប់គ្នាសត្វតានិយាយថាបងតែធ្វើជាស្រីបំរើទឹកតែហើយផឹកតែទានបរិបវិញចំណាំងលោកពងខ្ញុំគ្រាន់តែទៅរកលោកថាការខាងលើដើម្បីតែងតាជូនលោកពងខ្ញុំមិនយល់ថាហេតុអីបងស្រីនិយាយបែបនេះដាក់ខ្ញុំសោះខ្ញុំដឹងថាលោកពុកចូលចិត្តផឹកតែម៉ៃជៀននេះជាតនម៉ៃជៀនដែលល្អជាងគេបំផុត បានហើយនិយាយតិចខ្លះក៏បានដែរនេះជាបងស្រីរបស់ឯងគ្មានអ្នកណាធំគ្មានអ្នកណាតូច តែនាង1គីឡូ 16,000 មែនទេអីវ៉ាយ៉ាតើឯងមានលុយគ្រប់ឬអន់បើមិនទាន់គ្រប់ទេអាចប្រាប់មកបានណាឯងកុំប្រើវិធីផ្លូវកាត់អីពិតជាខ្វះបន្តិចពិតមែនរយៈពេល2ឆ្នាំមុននេះខ្ញុំបានរកប្រាក់បន្ថែមសម្រាប់ការសិក្សាក៏បានយកប្រាក់ទាំងអស់មកទិញតែនេះក៏ដើម្បីគោរពដល់លោកឪពុកនេះជាអ្វីដែលកូនត្រូវតែធ្វើ ហើយឯងបានយាយធ្វើការក្រៅម៉ោងដើម្បីរកប្រាក់ដើម្បីសិក្សា បានជាលុយសុទ្ធអីទៅខ្ញុំមិនដែលទទួលបានលុយអីទេអូហូពិតជាចម្លែកមែនអ្នកនាងតកោឆឹងដឹងថាមិនស័ក្តិសមហេតុអីបានជានាងហ៊ានចេញមកក្រៅសង្គមដែរខ្ញុំលើថាអ្នកនាងគ្រួសារធំឈឹងបានស្គាល់មនុស្សដល់ទៅ8នាក់នៅក្រៅប្រទេសតែប៉ិតឬអន់ខ្ញុំក៏បានលើថាប្រធានសង្ឃនៅក្រៅប្រទេសមានកូនខុសច្បាប់ដល់ទៅ7 8នាក់ខ្លាចតែឯងកូនតែមួយលេងមានសមត្ថភាពទៀតតែជាការប៉ិតឬអន់នេះឯងបានហើយបើយើងមានរឿងអ្វីមួយជាមួយនាងអញ្ចឹងយើងក៏អន់ទៅតាមនាងដែរខ្ញុំតែមានអារម្មណ៍ថាត្រឡប់មកពីក្រៅប្រទេសមិនដូចពីមុនទៀតទេខ្ញុំលើមកថាលោកហ្វូអាចនឹងមកបង្ហាញខ្លួននៅថ្ងៃនេះលោកហ្វូកម្របង្ហាញមកជាសាធារណៈណាស់ការបង្ហាញខ្លួនលើកនេះតើត្រូវភ្ជាប់ពីជាមួយអ្នកណាម្នាក់ទៅជាការជួបជុំគ្រួសារហ្វូនិងគ្រួសារឆឹងអ្នកណារៀបការនៅក្នុងគ្រួសារនេះមិនទាន់ដឹងទេពិតជាឯងប្រកាសណាស់កុំនិយាយថាមនុស្សស្រីដល់ល្បីម្នាក់នេះនឹងគ្រួសារហ្វូមិនខ្វះភ្នែកហើយទេឯងគេមិននឹងឯងរើសអ្នកណាដែលបិទភ្នែកនឹង
ជាមួយស្ថានភាពបច្ចុប្បន្នគ្រួសារហ្វូបើមិនរៀបការជាមួយខ្ញុំបើមិនរៀបការជាមួយនឹងយើងមិនបាច់ទេដែលយកអ្នកផ្សេងធ្វើជាកូនប្រសាឆាប់និយាយមកថ្ងៃនេះបានរៀបចំកាដូអ្វីសម្រាប់ឲ្យអ្នកស្រីឡាវពេញចិនខ្ញុំបានលើកថាគ្រួសារហ្វូចូលចិត្តវប្បធម៌ចិនអញ្ចឹងហើយខ្ញុំបានសុំឲ្យបងស្រីមកពីបរទេសផលិតផលប៉ាអេក្រង់របស់ក្រុមហ៊ុន JS តែខ្ញុំប៉ាអេក្រង់តាំងពីពេលណាទៅនេះជាទំនិញប្រណិតជាតិគ្រប់គ្នាកំពុងប្រញាប់បញ្ជាទិញឲ្យវិចិត្រករប៉ា JS ខ្ញុំលើកថា JS មិនអាចទទួលយកការបញ្ជាទិញឯកជនទេនេះជាផលិតផលរួមចំណែកនីមួយៗមានលក្ខណៈពិសេសកម្របានឃើញណាស់គេច្បាស់ជាពេញចិត្តឯងខ្ញុំមិនដែលបានឃើញទេពិតជាចង់ឃើញណាស់អញ្ចឹងឲ្យពួកឯងមើលបន្តិចចុះមិនដឹងថាបងស្រីរៀបចំកាដូអ្វីទៅណ៎ប្រកបកាដូសំខាន់ជាងគេគឺចិនខ្ញុំបានរៀបចំរបស់ដែលធ្វើពីស្នាដៃខ្ញុំផ្ទាល់អ្នកនាងធំគ្រួសារឆឹងនេះជាពិធីខួបកំណើតរបស់គ្រួសារល្បីមួយវាមិនមែនជារង្វង់ថ្នាក់ទាបរបស់នាងទេវ៉ាវពិតជាស្អាតណាស់វាពិតជាបដិបត្តិដៃរបស់ JS ពិតជាស្រស់ស្អាតមែននេះគឺជាស្នាដៃថ្នាក់ទាបបំផុតអាចយកមកប្រៀបធៀបអីទេសូម្បីតែសាច់អំបប់ផ្កាក៏ធ្វើចេញពីមាសវាដូចជាមែកមីនិងស្លឹកត្បូងពេញមែកមីស្លឹកត្បូងតែនាងមិនចូលចិត្តទេមែនទេហើយឲ្យចូលចិត្តរបស់ថ្នាក់ទាបដែលធ្វើពីដៃមែនទេនេះជាអំណាចដែលស័ក្តិសមរបស់គ្រួសារហ្វូហើយឯងនេះរបស់ឯងធ្វើដោយដៃនឹងមិនស័ក្តិសមនឹងបង្ហាញចេញមកទេណែមិនយូរទេមើលតែកាដូរបស់ឯងក៏មិនស័ក្តិសមនឹងជូនទៅអ្នកដទៃដែរឯងធ្វើស្អីនឹងកាដូរបស់ឯងគឺជារបស់ខ្លាំងៗរបស់ខ្លាំងៗគឺជាមកដែរមិនបានចែកនិយាយថាវាខ្លាំងៗនៅកន្លែងនោះមានរឿងអីទៅតែជាសម្លេងរបស់អ្នកណានោះជាសម្លេងអ្នកនាងធំគ្រួសារឆឹងនិងសម្លេងអ្នកនាងទី2គ្រួសារឆឹងធ្វើឲ្យមានភាពអ៊ូអរប្រកាសណាស់នាងជាស្ត្រីដែលគ្មានការអប់រំលោកយាយមនុស្សស្រីប្រភេទនេះតើស័ក្តិសមធ្វើជាលោកស្រីគ្រួសារហ្វូទេតើឯងចង់យ៉ាងម៉េចអ្នកដែលខ្ញុំចូលចិត្តគឺពិតណាស់អ្នកដែលមានការអប់រំល្អចេះគោរពចាស់ទុំហើយនឹងស្រឡាញ់ក្មេងអាចយល់ពីអ្នកដទៃមានសុជីវធម៌ថ្លៃថ្នូរនេះមិនមែនជាគំនូរដែលឯងបានយកមកទេមែនទេយាយចាស់និយាយថាឯងតាំងពីតូចដល់ធំស្មានថាយាយមិនដឹងមែនទេបានហើយយាយទៅហើយរឿងរបស់ក្មេងៗឲ្យដោះស្រាយខ្លួនឯងទៅចុះលោកយាយមកខ្ញុំជួយដំណើរឯងនេះជាទីសាធារណៈហេតុអីបានជាបងស្រីបាត់បង់ការគ្រប់គ្រងអញ្ចឹងឯងបានបំផ្លាញរូបប៉ាដែលមានតម្លៃរបស់យើងហើយនៅមកសួរយើងទៀតប៉ានេះមានផ្ទៃដ៏ស្រស់ស្អាតតាមពិតការងារពីបាននេះប៉ាដ៏ស្រស់ស្អាតយើងនឹងមិនឲ្យមានកំហុសឡើយមិនសមហេតុផលនាងលោកស្រីហ្វូមកដល់ហើយលោកប្រុសសិភៅអាពាហ៍ពិពាហ៍បានរៀបចំរួចហើយពេលនេះវាមិនមែនជាពេលល្អសម្រាប់យើងជួបគ្នាឡើយខ្ញុំទើបតែមកដល់ក៏ឃើញអ្នកទាំងអស់គ្នាបានជុំគ្នាតើមានការអ្វីកើតឡើងដែរលោកស្រីហ្វឺជួយរកយុត្តិធម៌ឲ្យខ្ញុំផងតើមានរឿងអីទៅខ្ញុំជាអ្នកនាងទី2គ្រួសារឆឹងបានលើថាលោកស្រីចូលចិត្តវប្បធម៌ចិនក៏បានកំងជាពិសេសមកពីផលិតផល JS ប៉ុន្តែបងស្រីខ្ញុំបានឃើញគាត់ថាជារបស់ខ្លាំងៗក៏បានយកកន្ត្រៃមកកាត់ខូចអស់អ្នកនាងធំគ្រួសារឆឹងនេះដូចជាពាក្យចចាមអារាមងាយខឹងសម្បាខ្ញុំធ្វើសាក់សៃបានប៉ានេះក៏ដូចជាជីវិនមិនអាចជារបស់ខ្លាំងៗឡើយជាផលិតផល JS កម្រណាស់មានលក់នៅលើទីផ្សារអញ្ចឹងហើយជាអ្វីដែលមនុស្សធម្មតាមើលមិនឃើញអ្នកនាងធំគ្រួសារឆឹងពិតជាជ្រុលពេកហើយបើអញ្ចឹងសូមអញ្ជើញអ្នកនាងធំនិងអ្នកនាងតូចគ្រួសារឆឹងចេញមកបញ្ចូលបន្ទិញនេះគឺជារឿងគ្រួសារឆឹងរំខានពិធីខួបកំណើតរបស់លោកស្រីហើយអរខ្ញុំសុំទោសប៉ាមួយនេះពិតជារបស់ខ្លាំងៗមែនចាប់តាំងពីគ្រួសារឈិញបានបញ្ជូនខ្ញុំទៅក្រៅប្រទេសព្រោះតែមានរឿងអាម៉េះដូច្នេះអ៊ីវីក៏មិនមានជំរឿក្រៅពីនេះដែរខ្លាចតែកាដូរបស់ឯងមិនល្អទេដឹងឯងក៏មកបំផ្លាញរបស់យើងខ្ញុំមិនបានគិតពីកាដូរបស់ខ្ញុំដោយអ្វីដែលឯងគិតឡើយ
នេះគឺជាកាដូមែនទេអ្វីដែលមានតម្លៃបំផុតគឺជាទឹកចិននេះជាក្រវិលដែលខ្ញុំប៉ាក់ដោយខ្លួនឯងព្រះអើយនេះប៉ាក់ដោយខ្លួនឯងមែនទេមើលទៅដូចជាគ្រឿងអលង្ការអញ្ចឹងបើប្រៀបធៀបមួយនេះមិនទាន់ល្អគ្រប់គ្រាន់ទេប្រហែលជារបស់ខ្លាំងខ្លាដែរហើយចាវាពិតជាស្រស់ស្អាតណាស់ខ្ញុំមិនដែលឃើញទេគឺជារបស់ដ៏ល្អមែននេះមិនមែនគឺជាប៉ាក់របស់ឯងទេមិនបានចានិយាយអញ្ចឹងតើឯងចេះប៉ាក់មកពីណានេះពិតជាស្នាដៃប៉ាក់របស់លោកគ្រូណាម្នាក់អ្នកនាងធំគ្រួសារឈើបានល្បីល្បាញនៅខាងក្រៅមិនដែលលើថាអ្នកនាងចេះដេរប៉ាក់ទេឬក៏ឯងទិញមកពីក្រៅគ្មានន័យសោះមានចេតនាខ្លាចបន្លំនេះជារឿងគួរឲ្យខ្ពើមបើខ្ញុំប៉ាក់ដោយខ្លួនឯងផ្ទាល់តើពួកឯងហ៊ានភ្នាល់ឬអន់ពួកយើងនឹងលុតជង្គង់សុំទៅឯងបានចឹងសុំលោកស្រីហ្វូធ្វើជាសាស័យផងបានបើសិនជាធ្វើខុសនឹងឲ្យសុំទោសចុះបើសិនជាមិនមែនជាការប៉ັດវិញនឹងឯងនិយាយមកចាស់ចង់ឲ្យយើងធ្វើអីខ្ញុំអាចខ្ចីសួររបស់អ្នកស្រីហ្វូបានឬអន់អញ្ចឹងអ្នកទាំងអស់គ្នាដើរមើលពិតជាបានសូមអ្នកទាំងអស់គ្នាអញ្ចឹងទៅកាន់សួនច្បារចុះបាទលោកស្រីសូមអញ្ជើញលោកប្រុសហ្វូនេះជាសភៅប្រាជ្ញពាក្យរបស់លោកប្រុសលោកយាយក៏គ្មានចម្លើយច្បាស់លាស់ឯងចាំតែចាប់ការសភៅនេះទៅកាន់គ្រួសារឆាំងផងលោកប្រុសនៅតែទុកកំហឹងពីលោកតាជាមិនខានគឺនាងតានេះចាប់ធ្វើស្អីហ្នឹងអកប្បកិរិយានឹងថឹងអារម្មណ៍នឹងនៅមាននិស្ស័យមកចត់ណាស់អាល្អិតនោះដូចជាត្រូវគេតែកំភ្លៀងអញ្ចឹងការងារបដិននេះមិនមែនមួយថ្ងៃពីរថ្ងៃហើយទេសម័យអីដល់ប៉ាក់មកក្រៅនោះមនុស្សឈួតក៏ដឹងថាបោកដែរខ្ញុំប៉ារីរ៉ាណែយកទៅឲ្យភ្ញៀវគ្រប់គ្នាមើលទៅគ្រាន់តែប៉ាធម្មតាមិនមែនប៉ាបែបមកក្រៅណាមានអីអាចយកមកបញ្ជាក់បានទេគ្រាន់តែប៉ាមុននោះគឺមានប៉ាមកក្រៅប៉ារបស់នាងនេះមិនអាចប្រៀបធៀបបានផងមិននឹងហៅថាជាប៉ាស្អាតបានទេអ្នកណាថាខ្ញុំប៉ាចេញតែមកខាងនោះស្រីម្នាក់នេះចេះប៉ាតាំងពីពេលណាមកពេលប៉ាមិនញាប់សោះប៉ាចេញផ្ទៃទាំងសងខាងនាងពិតជាមិនធម្មតាមែនជាទេវតាដំបាញ់ច្បាស់ណាស់ប៉ាចេញផ្ទៃទាំងសងខាងចេញផ្កានឹងពណ៌តែមួយពិតជាពិបាកបែងចែកមែនវិធីប៉ាខាង JS ពិបាកនឹងបែងចែកណាស់វាមានតែក្លិនវត្ថុធាតុដើមប៉ុណ្ណោះហើយបើយើងប្រើមកជួយប៉ាឲ្យត្រូវក្លិននោះនៅអាចហៅមេអំបៅមកបានទៀតខ្ញុំប្រើអំបោះប៉ា JS ហៅមេអំបៅឃើញតែក្នុងរឿងប្រនាងតែនេះគឺតែខ្លួនឯងជាស្នំសៀងមែនទេអត់ដូចមិនមើលប្រានសោះចាំមើលតែមើលមិនបានយើងត្រៀមខ្លួនរួចរាល់អាចមកសុំទៅយើងបានមិនដឹងអាចទៅនេះមិនមែនជារឿងភេទទូទៅឯណាខ្ញុំមិនបញ្ជាក់ប្រាប់ហាញតែពុននាងល្មមធ្វើតាមអ្វីដែលបានភ្នាល់គ្នាទៅយកទឹកលំអងផ្កាមកលាបលើអំបោះគឺអាចតាក់ទាញបានទាំងខ្មុំនិងមេអំបៅនេះគឺជារឿងធម្មជាតិតែបើខ្មុំខ្លាចនាំរឿងដល់គ្រួសារហ្វូអញ្ចឹងមានតែហៅមេអំបៅហើយមុននឹងគ្រប់គ្នានិយាយចាប់ប៉ុណ្ណោះពួកយើងសេរីស្មើគ្នាឲ្យលុតជង្គង់សុំទោសយ៉ាងម៉េចទៅមែនហើយស្រីចង្រៃនេះស្មាងអីឲ្យយើងលុតជង្គង់នឹងបំណើមួយនេះត្រូវតែជំរះកុំចង់រត់គេចឲ្យសោះលោកស្រីហ្វូអីវ៉ៃជាក្មេងចំនួនក្រោយជួនជាថ្ងៃនេះជាថ្ងៃខួបកំណើតរបស់លោកស្រីម្ចាស់អញ្ចឹងលោកស្រីឲ្យខ្ញុំសំពះលោកស្រីម្ដងទៅទុកពួកយើងជូនពរលោកស្រីទៅឆ្លាតណាស់តើចេះខ្ចីសមាជិកភាពយើងដាក់ទោសស្រី3នាក់នោះផងក៏ល្អអញ្ចឹងសូមចេញអ្នកទាំង3លុតជង្គង់ជូនពរលោកស្រីទៅស្រីចង្រៃនេះហ៊ានយកលោកស្រីហ្វូមកគៀបសង្កត់យើងផងជូនពរលោកស្រីម្ចាស់មានអាយុយឺនយូរល្អលំបាកហើយ
ឯងទៅជុំនៅនាងឆាំងទី2ឲ្យលោកខិតប្រដៃពាក្យទៅនាងទៅឲ្យនាងយកប្រកុលទៅឲ្យលោកម្ចាស់ឈិនផងបានតែប្រពូស្រីចង្រៃហ៊ានធ្វើឲ្យយើងបាក់មុខនៅកណ្ដាលវងគេផងចាំមើលយើងនឹងចាត់ការឯងយ៉ាងម៉េចនាងឈិននេះជាលិខិតប្រដៃពាក្យរបស់អ្នកប្រពូសូមនាងជួយប្រកុលឲ្យលោកម្ចាស់ឈិនផងលិខិតផ្ដាច់ពាក្យពួកយើងធ្លាប់ជួបគ្នានៅកន្លែងណាទៅនៅសុឆឹងអ្នកហ្វូជួបខ្ញុំវាជារឿងធម្មតាទេចេះប៉ាដិនមានប្រយោជន៍ស្អីទៅគ្រួសារហ្វូនៅតែមិនចង់បាននាងដដែលខ្ញុំនឹងប្រកល់វាឲ្យគាត់អ្នកប្រពូអ្នកប្រងចង់ទៅជួបអ្នកឈិនម្នាក់នោះហ៎តរកនាងណែសួនហើយតែគ្មានឃើញអ្នកណាទេតាំងពីជួបនាងនៅហាងតែនឹងមកនាងដល់ឈ្មោះចេញពីទីនោះហើយក៏មិនដឹងថានាងចាក់ចេញហើយឬនៅទេអញ្ចឹងពួកយើងតរកមើលទៅចៃដល់ម្លេះខ្ញុំជួននាងទៅវិញចុះណាអ្នកនាងសុំចេញឡើងឡានជួបគ្នាកាលពីលើកមុនខ្ញុំមិនបានដឹងថាដៃគូក៏ត្រូវទៅមុនតែបាត់មានតែកងឡានសកូតែលើកនេះក៏រៀបចំតែកងឡានមួយម៉ោងលេងរឹកបន្តិចហើយច្បាស់ណាស់ថាខ្ញុំមិនងាយឲ្យលោកសុំបំណងងាយៗឡើយអាម៉ាមុខតែម្នាក់ឯងទៅបានហើយឥឡូវគ្រួសារហ្វូផ្ដាច់ពាក្យអំពើទុកដល់គ្រួសារឈិនឲ្យអាប់អានក្នុងចំណាប់អភិជនណាឯងនេះហ្វូចិញ្ចឹងពិតជាផ្ដាច់ពាក្យមែនឬអន់គ្រួសារហ្វូពិតជាដាច់ចិត្តមែនគ្រាន់តែរៀបការសោះក៏ផ្ដាច់ពាក្យបង្កប់ភ្ជូរភ្លៀងដែរនេះគេឈ្មោះវៃអ៊ីទាំងមូលណាគេឈ្មោះឥឡូវគេឈ្មោះនាងរីសសាយល្បីពេញសួរឆាំងហើយអ្នកណាមិនដឹងទៅថាកូនកំមុំគ្រួសារឈិនយើងមានកូនស្រីមេម៉ាយខាន់ស្លាននឹងយើងនៅតែល្អជាងបងស្រីអំណរដែលបងជួននៅកម្មវិធីតាក់ទីចំណាប់អារម្មណ៍ច្រើនណាស់នេះឯងចាប់បិទមកទៅយើងមិនក៏មកកើតឯងពីអ្នកនេះចេះតែបង្ករឿងអត់គេខ្មាស់ដំណាក់កាលផ្ដាច់ពាក្យបន្តមកខ្ញុំនឹងយកសិទ្ធិទាំងអស់ដែលមានមករៀបចំផែនការយកទ្រព្យសម្បត្តិគ្រួសារឈិននេះឲ្យអស់ប៉ាកូនមិនខ្លាចនឹងគេនឹងទៀតនោះឡើយប៉ុន្តែអ្វីគ្រួសារឈិនបាត់បង់នោះគឺក្នុងមួយឯរបស់គ្រួសារហ្វូប៉ាគួរតែរកកម្រងថ្មីឯងចេះដឹងថាគ្រួសារហ្វូសំខាន់ដែរតែឯងនេះនៅតែធ្វើមិនបានជាទីពេញចិត្តទេខ្ញុំដើម្បីគ្រួសារឈិននៅខាងក្រៅរងពីចាំអារម្មណ៍យ៉ាងណាក៏មិនសំខាន់ដែរថាទៅមួយរយៈនេះឲ្យកូនទៅនៅខាងក្រៅឲ្យស្ងប់រឿងសិនចុះមួយរយៈនេះឯងនៅតែផ្ទះហាត់ពុតចរិតឯងសិនទៅមិនអនុញ្ញាតឲ្យទៅក្រៅទេកុំរហ័នមិនយូរមិនឆាំឯងនឹងបានចេញផុនចាចាំមើលត្រូវហាមខន់ចឹងហើយតែនឹងឯងចង់ទៅណាបានទៀនពេលណាទៅមកហាងតែយកកាតនាងទៅវិញសំតើនៅផ្ទះកំពុងមានរឿងមិនតាន់បានទៅយកទេបាទទេធីតាមិនអាចមកយកកាតបានទេចៅហ្វាយមិនក៏មកយកអានេះនៅខ្លួនឯងទៅគំនិតល្អខែក្រោយប្រាក់ខែគុណនឹង2គ្រួសារហ្វូផ្ដាច់ពាក្យឈិនស៊ីស៊ីពីរនាក់ម្ដាយកូននោះทำចិត្តណាស់ទៅហើយហ្វូចិញ្ចឹងមួយកដានេះមិនឲ្យខាត់ឡើយចាំខ្ញុំយកអានេះពិតជាពិបាកនិយាយមែនខ្ញុំពេលនេះជាប់រៀនច្បាប់វិន័យគ្រួសារមិនងាយបានចេញក្រៅជួបភ្ញៀវឡើយយើងจะសាច់ញឹកគ្រួសារឈិនស្នាក់នៅគ្រួសារឈិនត្រូវតែរៀនច្បាប់វិន័យហើយមិនថាយកបណ្ណាទេទៅអាចចេញទៅជួបភ្ញៀវបានបើមិនចឹងមិនកើតទេនេះមិនមែនដោយសារតែចៅហ្វាយប្រាច់ពាក្យគ្រួសារឈិនទេអញ្ចឹងពួកយើងទៅទទួលដល់ផ្ទះទៅក្រែងចៅហ្វាយអាចជួបនៅនាងឈិនមែនហើយឯងឆាប់ទៅរៀបចំអំណោយសងអធិស្ឋានយើងទៅបាទចៅហ្វាយគឺនាងតាចៅហ្វាយយើងចូលទៅឬក៏អត់យ៉ាងមិនដែរប៉ុណ្ណឹងសង្ហាចូលគេហើយចៅហ្វាយចង់ចូលទៅឬក៏អត់អត់ចូលទេឯងទៅវិញមុនចុះបាទចៅហ្វាយមិនបានជាគេមិននៅទីនេះអញ្ចឹង
ម៉ៅខ្ញុំតែចវៃលោកមកតាំងពីពេលណានឹង មកតាមប្រយោគមិញម្លេះឃើញនាងបាត់ភ្លើងគេមិនហ៊ានតកួទ្វារទេ ដូចជាមិនបានសើពីយើងសោះហ្វូចិនឆឹងចិត្តក្តៅផ្ដាច់ពីដូចអាប៉ូឡូហើយនៅចាំពេញមួយយំយកកាត់មកខ្ញុំទៀនគេទៀងត្រង់នេះ ប្រកល់ឲ្យម្ចាស់ដើមវិញ អរគុណហើយ រឿងធម្មតានេះអ្នកនាងឈិនមិនចង់ប៉ាខ្ញុំញ៉ាំបាយបង្ហាញការអរគុណទេហ៎ ប្រកាសជាបានលោករកកន្លែងចាស់ សំជានារីប្រកាសខ្មៅមែនចិត្តតលេដល់ហើយអញ្ចឹងតើថ្ងៃនេះតែម្ដងទៅ ថ្ងៃនេះមិននឹងបានទេនៅជាប់ហាមខុននៅឡើយបើចេញតែក្រៅលេខមុខមុនពួកគ្រួសារឆិនច្បាស់ជាប្រកាច់មិនខានពេលនេះមិនបានទេស្អែកទៅបាន បានខ្ញុំចាំសារពីអ្នកនាង បានជាខ្ញុំត្រឡប់ទៅវិញហើយនេះត្រូវតែឆ្លៀតឱកាសពីទង្វើរបស់ហ្វូចិនឆឹងឲ្យបានបើបណ្ដោយយូរជាងនេះទៀនមកជាមិនល្អឡើយស៊ូយ៉ារៀបចំផែនការបម្រុងទេអូនឮគេថា JS ត្រៀមចេញជាហោថ្មីហើយកំពុងតែទាញគ្រួសារឆិនយ៉ាងទៀន GS ត្រៀមចេញពីស៊ីម៉ាក់យីហោថ្មីកំពុងតែដំណើរការងារសង្ឃឹមថាក្រុមហ៊ុនឈិនយើងនឹងអាចសហការបានល្អ តម្លៃផលិតផលចេញសៀវថ្លៃជាង5ប្រែលំដាប់ពិភពលោកទៀនបើពួកយើងអាចក្តាប់យកការសហការនេះលើកនេះគ្រួសារយើងនឹងឡើងដល់លំដាប់គ្រួសារ CC ឆ្លាញ់ចូលចិត្ត JN ណាស់អញ្ចឹងបងក៏ឲ្យកូនទៅចាត់ការងារនេះទៅលោកប៉ែខ្ញុំមកដល់ហើយប៉ារកខ្ញុំមិនកាយដែរ អង្គុយទៅ GS ត្រៀមចេញម៉ាក់យីហោថ្មីនៅក្នុងស្រុករបស់យើងហើយត្រូវការរករោងចក្រដែលសហការជាមួយហើយម្យ៉ាងទៀតផលសេចក្តីសង្ឃឹមថានឹងសហការជាមួយនឹងក្រុមហ៊ុន ឆាប់អរសាទរផងលោកប៉ែ ប៉ុន្តែភាគីខាងនោះគេបានមានសំណើមួយ ចង់ឲ្យកូនទទួលខុសត្រូវលើការងារសិនជីនេះមែនទេ ឯនឹងហើយ តាមពិនគម្រោងនេះខ្ញុំបានតាក់ទងជាមួយគ្រួសារឆិនតាំងពីយូរមកហើយមុនពេលផ្ដាច់ពាក្យខ្ញុំប្រាប់នឹងប្រាប់ប៉ាទៅហើយប៉ុន្តែចាស់តែគ្មានឱកាសរហូតពួកយើងគឺចង់ឲ្យកូនល្អទេបានជាបារម្ភនឹងខ្ញុំដឹងអញ្ចឹងហើយបានជាខ្ញុំស្ដាប់តាមអ្នកមីងនៅតែក្នុងផ្ទះហាត់ពត់ចរិតខ្លួននឹងកូនចេះយល់គឺល្អហើយតែរឿងទទួលការងារពី JS នឹងគឺវាលំបាកណាស់អញ្ចឹងឲ្យ CC ធ្វើទៅល្អណាស់អញ្ចឹងខ្ញុំ មែនអញ្ចឹងខាង GS គេនិយាយច្បាស់ហើយថាអ្នកទទួលខុសត្រូវការងារគឺត្រូវតែជា EV បើមិនចឹងទេក្រុមហ៊ុនគេនឹងជ្រើសរើសក្រុមហ៊ុនដែលស្តង់ដារផ្សេងទៀតគម្រោងជាស៊ីវនេះបើឯងធ្វើបានល្អបាននឹងផ្ដល់រង្វាន់ឲ្យភាគហ៊ុនក្រុមហ៊ុនឈិនរបស់យើង 10% ទៅឯងចុះឆាប់តែរៀបចំការងារទៅស្អែកតែធ្វើការ ចាលោកប៉ែខ្ញុំមិនទាន់បានរបៀបផងនេះនឹងសម្អាងស្អីទៅ គឺសំអាងលើគេឲ្យយកគម្រោងជាស៊ីវឲ្យក្រុមហ៊ុនឈិនយើងបើធ្វើបានឯងដូចតែគ្នានឹង នេះតើតែចាប់ផ្ដើមប៉ុណ្ណឹងក្រុមហ៊ុនឈិនខ្ញុំជាអ្នកសម្រាប់ជោគវាសនា ស្អែកមកប្រហែល ចាក់ដឹងខ្លួនមកផ្ទះដែរអើ លោកយាយ ពេលម្សិលមិញទៅផ្ដាច់ពីហើយបាត់ពីផ្ទះពេញមួយជុំតែណាទៅ លោកយាយណែលោកយាយចៅគ្រាន់តែចេញទៅក្រៅជិះវាងមនុស្សច្រើនគេមកសួរនាំតែប៉ុណ្ណោះណាដូច្នេះលោកយាយក៏តែយល់ហើយ ឯងក៏ដឹងដែរថាមនុស្សគេនាំគ្នាមកច្រើននឹងគឺចង់ដឹងរឿងភ្ជាប់ពាក្យនឹងហើយក្មេងស្រីល្អខ្លាំងយ៉ាងនេះមិនក៏ឯងផ្ដាច់ពាក្យទៅកើតទៅ ហាជក់បរិយផឹកស្រាព្រាមបរោះគេហៅថាស្រីល្អហើយលោកយាយមើលទៅលោកយាយដូចជាមិនដែលធ្លាប់ជួបនាងទេ មនុស្សស្រីឯណាផឹកស្រាជក់បារីលេងប្រុសនឹង ឈិនអីវិញ ឯនៅពេលជប់លៀងមិនទាន់បានជប់នាងផងថានាងនោះមានរូបរាងអត្តចរិតយ៉ាងណាបើនិយាយពីថ្វីដៃដៃប៉ានាងដាច់គេតែម្ដងពេលជប់លៀងមិនទាន់បានជប់នាងផងថាអីវៃនោះមានរូបរាងនៅអាកប្បកិរិយាស្អែកខ្ញុំមានប្រជុំនៅពេលព្រឹងអញ្ចឹងពួកយើងញ៉ាំអាហារពេលល្ងាចម៉ោង 5 ទៅ លោកយាយលើកមុនលោកយាយមានភាសាពីអី ឯនេះណាយាយនិយាយអីក៏លេងស្ដាប់ដែររៀបការនីងចាំលោកតាឯងត្រឡប់មកវិញចុះចាំមើលគាត់និយាយថាមិញ លោកយាយល្អមកផុតហើយលោកយាយល្អជាងគេហេលើថាខាងជើងសហការជាមួយនឹង JS ហើយខ្ញុំលេងចឹងដែរថ្ងៃនេះ ចឹងទៅជ្រាលអត់ណេ អូមែនហើយលោកយាយឈិនមកដល់ហើយគ្រប់គ្នាដឹងលើអស់ហើយមែនទេថាក្រុមហ៊ុនឈិនឈិញយើងគឺបានទទួលគម្រោងថ្មីពីក្រុមហ៊ុន IS មិនចឹងហ៎ថ្ងៃនេះយើងប្រកាសបន្តិចទៅចុះអ្នកដែលទទួលបន្ទុកផលិតកម្មការងារគឺជាកូនស្រីច្បងខ្ញុំឈិនអីវៃនេះហើយ ខ្ញុំសុំណែនាំខ្លួន តម្លៃជាងស៊ីវនៅអនាគត
គឺគ្មានតម្លៃកំណត់អីទេចំពោះបញ្ហាបន្ថយបែបនេះវាមិនបន្ថយពេកទេឬឲ្យក្មេងខ្ចីបត់ពិសោធន៍ទីផ្សារក្នុងស្រុកអីវ៉ៃគឺទំនាក់ទំនងទីផ្សារដែលជាសៀវកំណត់ហើយណាទោះអញ្ចឹងក៏ដោយក៏ពួកយើងត្រូវមើលសេវាកម្មអតិថិជនដែរវាជារឿងល្អបើសិនជាយើងបញ្ជូនមនុស្សបែបយល់សាច់ការចេះដឹងកន្លែង ស្រីចង្រៃអីក្រុមហ៊ុនឆិនបានចាស់ចំណៃរួចរាល់នេះមកចាំបានចំណៃស្អីគ្មានផ្លូវទេខ្ញុំមិនទាន់បានណែនាំខ្លួនផងមេនេជ័រអ៊ូក៏គិតថាខ្ញុំគ្មានសមត្ថភាព ប្រវត្តិរូបអ្នកនាងឈិនធំគ្រប់គ្នាក៏សុទ្ធតែដឹងច្បាស់ហើយព័ត៌មានអាចារ្យរាមកាលឆ្នាំមុនឥឡូវនេះគេនៅតែរកឃើញបើមកស្រុកវិញចេះតែមានអាស្រូវមិនឈប់ឈរបាយនេះគឺមកយ៉ាងម៉េចទៅតាមពិតមេនេជ័រអ៊ូរស់ពឹងផ្អែកលើព័ត៌មានកំសាន្តតែនៅធ្វើការតាមពីចចាមអារាមទៀនអញ្ចឹងតើទៅក្រុមហ៊ុនចិត្តតែដាប់ទៅសូមគ្រប់គ្នាមើលតាមសេរីចុះ អូពូកែមែន ពិតជាពូកែមែននេះគឺជាសញ្ញាបត្ររបស់ខ្ញុំសញ្ញាបត្របញ្ចប់ការសិក្សាលំដាប់កំពូល វ៉ាវប្រវត្តិរូបសិក្សារបស់គាត់ពិតជាលយមែននេះជាក្រុមហ៊ុនផលិតផលកំពូលរបស់សហរដ្ឋអាមេរិកទៀតមើលទៅបរទេសពីឆ្នាំហ្នឹងកូនម្នាក់នេះពិតជាចេះអភិវឌ្ឍខ្លួនឯងល្អមែនប្រវត្តិរូបធ្វើឲ្យគេសរសើរឯងមិនដាច់ពីមាត់ទេ បើឯងខំប្រឹងតែបន្តិចទៀតឯងក៏មិនត្រូវគេលេងសាច់ដែរ បើអញ្ចឹងវាយ៉ាងម៉េចចេះតែ design និងគ្រប់គ្រងផលិតផលវាជារឿងផ្សេងគ្នាចំនួននៃក្រុមហ៊ុនវាខុសគ្នាពេលនេះសេដ្ឋកិច្ចទាំងមូលកំពុងតែធ្លាក់ចុះ អីវិញមេនេជ័រអ៊ូជាចាស់ទុំក្រុមហ៊ុននេះឯងមានសុជីវធម៌ដាក់គាត់បន្តិចទៅរៀនសូត្រការងារពីគាត់ទៅណាម៉ែងនាងតែដឹងសុជីវធម៌ស្អីទៅមានសមត្ថភាពតិចតួចសោះធ្វើខ្លួនដូចជាកង្កោកត្រដាំងស្លាមសមត្ថភាពតិចតួចក៏ល្អជាងស្អីក៏គ្មានដែរឯងបាត់ពិសោធន៍ចាស់ទុំស្អីទៅបាត់ពិសោធន៍បរាជ័យនឹងគ្មានអ្នកណាចង់ស្ដាប់ឡើយ នយោជិន20ឆ្នាំមកនេះខ្ញុំប្រឹងធ្វើការយ៉ាងស្វិតស្វាញអ្នកនាងធំបែរជាមិនគោរពខ្ញុំបន្តិចសោះដូចជាហួសហេតុពេក គោរពការគោរពគេទុកជូនចំពោះតាមមនុស្សដែលមានសមត្ថភាពបើលោកទ្រាំស្ដាប់មិនបានលោកក៏ទៅកណ្ណន័យឲ្យគេបាត់ប្រាក់ខែហើយចាក់ចេញទៅ នយោជិនលោកនិយាយប្រមាណម៉ាត់ទៅមើលកូនស្រីច្បងលោកចុះធ្វើឲ្យខ្ញុំបាក់មុខកណ្ដាលហ្វូងបង្កជាអ្វីដែលខ្ញុំទទួលបានអីវិញក៏ជាមនុស្សខាង IS កំណត់មកទទួលខុសត្រូវការងារខ្សែសង្វាក់ផលិតផលថ្មីនេះគឺជាអនាគតក្រុមហ៊ុនឈិនយើងវាមិនល្អទេឲ្យនាងសុំទោសភ្លាមៗទាំងដែលធ្វើការងារបែបនេះ អីវិញមេនេជ័រអ៊ូជាចាស់ទុំល្អម្នាក់បើយើងសុំទោសគាត់ទៅក៏អស់រឿងអីហើយចាស់ទុំក្រុមហ៊ុនឈិនយើងជាមនុស្សមកធ្វើការមិនមែនមកធ្វើជាចាស់ទុំស្អីនោះទេ អូឡើងតំណែងធំក៏កេងកាអាងមើលទៅអ្នកនាងធំទំនងជារកវិធីប្រឡេះបុគ្គលិកចាស់ចោលហើយមែនទេហ៎នៅទៀនក៏គ្មានន័យអីដែរអ្នកណាទៅជាមួយខ្ញុំតោះខ្ញុំទៅដែរខ្ញុំលេងនៅដែរខ្ញុំក៏លេងនៅដែរខ្ញុំទៅ មិនប្រមាណខ្លួនសោះតម្លៃរបស់ខ្ញុំចាប់ផ្ដើមថ្មីជាមួយនឹងខ្សែសង្វាក់ថ្មីហើយលេបក្រុមហ៊ុនឈិនបន្តិចម្ដងតែមិនគួរដៃគូប្រកួតរបស់ខ្ញុំបែរជាអ្នកកំផែងអញ្ចឹងសោះបើលេឈប់ដោយស្ម័គ្រចិត្តក៏សញ្ញាទុកជាផោតាមផងទៅក្រុមហ៊ុនឈិនមិនបាក់ប្រាក់ខែបំណាច់សងជាដាច់ខាន ខ្លាចហើយបានយកលេសប្រាក់បំណាច់ឆ្នាំខ្ញុំមកគម្រាមគ្រប់គ្នានៅទីនេះគួរឲ្យស្ដាយបោកយើងមិនបានទេតាមផ្លូវច្បាប់ក្រុមហ៊ុនមួយមានបុគ្គលិកសំឈប់ច្រើនរបស់នឹងត្រូវបិទភ្លាមអញ្ចឹងហើយខូចខាតមិនអាចទូទាត់បានឡើយដល់ពេលនោះគង់តែបកក្បាលមកលុតតួយើងវិញទេចង់អត់បានប្រាក់ខែពួកយើងឯងមិនអញ្ចឹងទេសុំពួកយើងទៅបានអញ្ចឹងពួកយើងទៅត្រឹមមែនចេះរបស់យើងម្នាក់មានឥទ្ធិពលដល់ក្រុមហ៊ុនបែបហ្នឹងឯងអាម៉ានេះទុកមិនបានទេគឺត្រូវតែទាត់ចោលទៅបាន ខ្ញុំនៅតែនិយាយដែរបើលេឈប់ដោយស្ម័គ្រចិត្តគឺត្រូវតែសញ្ញាទុកជាផោតាំងមិនអាចតវ៉ាអ្វីទាំងអស់គ្នាស្ងប់ចិត្តបន្តិចទៅនេះនៅក្មេងមិនទាន់ចេះគិតអីទេឯងឆាប់សុំទោសពួកគេភ្លាមទៅសញ្ញាឬអន់ចាំមើលពួកយើងឈប់អស់ហើយនោះតើក្រុមហ៊ុនឈិននឹងដើរទៅមុខទៀតយ៉ាងម៉េចទៅ សញ្ញាអ្នកណាខ្លាចទៅបុគ្គលិកទាំងអស់នេះសុទ្ធតែកាន់តំណែងសំខាន់នៅក្រុមហ៊ុនតែពួកគេចេញទៅនឹងវាយពេជ្រនឹងជាមិនខានចាំមើលសញ្ញាមិនដល់5នាទីផងនឹងអង្វរពួកគេឲ្យមកវិញហើយអរគុណដែលជួយសញ្ញាសន្សំលុយមួយចំនួនធំឲ្យក្រុមហ៊ុនឈិនយើងខ្ញុំតែនឹកឃើញចង់ប្រាប់ថាខ្សែសង្វាក់ផលិតផលថ្មីនេះគេត្រូវការបុគ្គលិកថ្មីតែថាខ្ញុំគ្មានឱកាសហាមកនិយាយសោះខ្ញុំនៅតែខ្លាចថាចេះតែទាមទារបុគ្គលិកថ្មីមិនដឹងថាពួកគេមានសមត្ថភាពធ្វើការឬអត់ចូលមក ខ្ញុំគិតថាអ្នកទាំងអស់គ្នាច្បាស់ជាស្គាល់នាងស៊ូយ៉ាវអ្នកជំនាញអន្តរជាតិដែលយើងតែងតែឃើញក្នុងទស្សនវិស័យនោះអីស៊ូយ៉ូម្នាក់ដែលល្បីឈ្មោះមានទេពកោសល្យលំដាប់អន្តរជាតិហ្នឹងឯងមិននឹងឯងមកធ្វើការនៅក្រុមហ៊ុនឈិនបានទៅមិនត្រឹមតែស៊ូយ៉ាវទេនៅមានម៉ានេជ័រតំណែងផ្សេងទៀតក៏សុទ្ធតែជា CEO ជាន់ខ្ពស់ទាំងអស់គ្នាបានតែស្ងប់ចិត្តហើយអ្នកនយោជិនពួកខ្ញុំអ្នកជំនាញអស់នេះក្រុមហ៊ុនយើងគ្មានលុយជួលគេមកធ្វើការទេតែស្មានដល់ថាអីវិញអាចនាំបុគ្គលិកល្អអស់នេះមកសម្រាប់ធនធានក្រុមហ៊ុនរបស់យើងខ្ញុំចាស់ហើយរឿងក្រុមហ៊ុនពីពេលនេះទៅគឺជារបស់កូនស្រីខ្ញុំជាអ្នកចាត់ចែងណានាងចង់ឲ្យអ្នកណាធ្វើគឺធ្វើហើយមកតែប៉ាដូចជាមានមនោសញ្ចេតនាដែរតែមិនត្រជាសងងឹតងល់ដូចពីមុនទេដឹង
ធ្វើមិនល្អដល់ក្រុមហ៊ុនដែរតែវាក៏ល្អសម្រាប់ខ្ញុំដែរសម្រាប់រៀបចំផែនការរបស់ក្រុមហ៊ុនអ្នកដែលទៅតាសញ្ញាប្រកាសលាឈប់មុននឹងអាចទៅបាន អ្នកនាងធំពួកយើងតែងតែមិនខ្វល់ពីចំនួនក្រុមហ៊ុនអីទេគ្រប់វិនាទីទាំងអស់ សន្តិសឹងជូនដំណើរថ្នាក់ដឹកនាំទាំងអស់នេះទេ សូមអញ្ជើញ ក្រុមហ៊ុនឆិនជាក្រុមហ៊ុនដែលមានសន្តានចិត្តល្អណាស់នាងក៏មកជាមេជ្រែកសម្រាប់បុគ្គលិកចាស់ៗឲ្យឈប់អង់បាត់មុននេះគឺជាមនុស្សគ្រួសារឆិនបើនាងមិនឈប់លើកលចំហផលប្រយោជន៍គ្រួសារឆិនអញ្ចឹងនាងក៏ចេញដែរទេប៉ាមកវាទេ បងស្រីឯងនិយាយត្រូវណាស់ពួកគេឈប់ដៃស្ម័គ្រចិត្តមិនមែនត្រូវពួកយើងមិនឈប់ទេប្រាខួរក្បាលមិនច្បាស់លាស់ក៏ឆាប់ចេញទៅ ទើបតែមកដល់សោះនាងមិនត្រឹមយកបានខ្សែសង្វាក់ផលិតផលថ្មីប៉ុណ្ណោះទេថែមទាំងក្តោបបានក្រុមហ៊ុនឆិនទៀនស្រីចង្រៃនេះទុកទៀតមិនបានឡើយតាមដានឆិនអីវិញហើយរកឱកាសសម្រាប់វាទៅអបផងច្បាយដែលទទួលបានចែកជំនះមួយនេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះព្រោះពួកយើងទៅតាមម្ដងថ្មីតែក្រៅពីការយាយរបស់ខ្ញុំហើយនឹងបន្ទប់ទឹកអាចត្រូវពាក់កាមេរ៉ាសុវត្ថិភាពគ្រប់កន្លែងទាំងអស់ដើម្បីការពារពួកគេមិនធ្វើរឿងអីទៀតចាប់បានច្បាយ អ្នកថាចេះអេចណាទេ ពិតជាស្អាតមែន លោកយាយគ្រាន់តែជាក្លាអាមួយប៉ុណ្ណោះទេចូលចិត្តដល់ថ្នាក់នេះមែនទេខ្ញុំខិតគេមកព្រឹក តែឯងដឹងស្អីឯងមើលទៅទឹកដៃដែលគេធ្វើនេះវាគឺជាកំណាប់ទ្រាំដែលបានបន្តពីមួយចំនួនទៅមួយចំនួន លោកយាយបើយកចេញខ្ទោះវាលើអាតែម្ដងទេចាំបាច់ទុកវាធ្វើអី យើងគ្មានខែណាដែលស័ក្តិសមជាមួយនឹងកន្លះមួយនេះទេបើសិនជាឯងកំងសំលៀកបំពាក់ដែលប៉ាក់ដៃបាននោះប្រកាសជាល្អហើយ ប៉ាដៃ ជាងប៉ាក់កំពូលនៅក្នុងប្រទេសជេអេគេកំពុងរៀបចំសំលៀកបំពាក់ម៉ូដថ្មីដែរយើងបានលើថាគេបានសហការជាមួយនឹងក្រុមហ៊ុនឆឹងដើមឡើយយើងគិតថាចង់ដើរតាមផ្លូវក្រោយប៉ុន្តែដោយសារតែអាចចាអកតញ្ញូម្នាក់នោះយើងគ្មានមកទៅទេ មើលលោកយាយនិយាយទៅចាំខ្ញុំចាត់ការដល់តើបានឬអត់ហានស៊ីហើយទៅរកជាងប៉ាក់ចេឲ្យយើងបន្តិចមកហើយឲ្យគេនេះមកផ្ទះដល់តបានមកវាស់លោកយាយក៏សម្លៀកពាក់លោកប្រុសលោកមើលលោកយាយពឹងម្ដងហើយតែមិនអាចណាត់គេបានទេទៅចាំផលិតផលគេចេញមកតែប៉ុណ្ណោះទេពីបាយ៉ាងនឹងផងហើយខ្ញុំមិនដឹងរងចាំគេ2ឆ្នាំហើយក៏ផលិតផលចេញមកនេះក៏អត់ប្រាក់សម្បៃកសែងដៃមួយក៏តែមិនបានផងឯងរកមធ្យោបាយទេរកលេខតំណែងតខ្លួនរបស់គេបានហើយប្រាប់គេថាកំងកាត់សម្លៀកបំពាក់ក្នុងតម្លៃពុលផងបានលោកប្រុសនេះនឹងថាជាអេចណាទេ នៅទីបំផុតគេនៅតែមិនអាចទ្រាំបានមកសួរខ្ញុំដដែល ខ្ញុំចង់រកគេកំងសម្លៀកបំពាក់តើនាងអាចទៅបានទេ គឺគេចង់កំងកាត់សម្លៀកបំពាក់តែឥឡូវនេះឆឹងស៊ីស៊ីណាស់ទេនាងគេកំពុងនៅភោជនីយដ្ឋានអ៊ីថៃម៉ោង 5 នៅភោជនីយដ្ឋានអ៊ីថៃពេលមកកំភ្លេចយកទំហំដែលត្រូវកាត់មកជាមួយផងប្រហែលច្បាយថ្មីនេះមានអ្នកធំម្នាក់កំពុងតែស៊ើបរកលេខតំណែងតខ្លួនរបស់ច្បាយអ្នកធំតើគេស៊ើបពីខ្ញុំធ្វើអីតែឯងនឹងថាហេតុអីទេអ្នកខាងនោះគេមានចេតនាលាក់បាក់អត្តសញ្ញាណខ្ញុំនៅមិនទាន់ច្បាស់នៅឡើយទេបើមិនដឹងថាហេតុអីទេអញ្ចឹងកុំអានទៅពីវាអីព័ត៌មានរបស់ខ្ញុំមិនទាន់ផ្សព្វផ្សាយចេញទៅក្រៅអីចាច្បាយម៉ោង 5 នៅភោជនីយដ្ឋានអ៊ីថៃពេលមកកំភ្លេចយកទំហំដែលត្រូវកាត់មកជាមួយផង ពិតសំជាមនុស្សស្រីយើងចូលចិត្តគាត់ណាតែនៅតែនោះពិតជាតលំទលេងណាលោកយាយអាជីពនៅផ្ទះរបស់យើងវត្តទំហំលោកយាយទៅរឿងការសម្លៀកបំពាក់ចាំខ្ញុំជាអ្នកចាត់ការ អញđãស្រ័យបានហើយគឺគាត់តែផ្ទាល់ដៃជាងប៉ាក់ម្នាក់នោះដោយផ្ទាល់ដៃរបស់គេ ច្បាស់ជាបកលហើយទៅមកតែទំហំខ្លួនទេ អាយ៉ូពិតជាល្អណាស់លោកតារបស់ឯង បងទើបចុះពីលោកយមហោះក៏បានដឹងថាគ្រូសាពុកផ្ដាច់ពីទៅហើយពូជាងឆឹងគេនៅណា គេមិននៅផ្ទះទេ កង្វល់ខ្មៅដូចគេអញ្ចឹងបងដល់រត់គេទៅថាបើសើមកតើគេនៅកន្លែងណាទៅបាទប្រុសចាស់ មើលទៅលោកតារបស់ឯងគេមិនយកប្រុសប្តីមកកលការមួយនេះឡើយ លោកយាយខ្ញុំទៅលាក់ខ្លួនសិនហើយចាំពេលលោកយាយវត្តទំហំខ្លួនដែរហើយញ៉ាឲ្យហានសេទៅណាខ្ញុំទៅហើយ
ដឹងថានាងចឹងក្រោយពេលត្រូវគេផ្ដាច់ពីតើនាងមានបាត់ដេកយំទេតើនាងមកទីនេះធ្វើអីសួស្ដីជិះកាប់បន្ទប់ជាមួយម៉ៅអេពួកឯងនិយាយទៅតើនាងមកទីនេះគឺដើម្បីតាក់មនុស្សប្រុសមែនទេអ្នកណាទៅដឹងទៅរឿងនាងចូលចិត្តបំផុតនោះគឺតាក់មនុស្សប្រុសនឹងហើយនៅគឺល្អហើយបន្តិចទៀតខ្ញុំប្រាប់ពូជិងឆឹងមកស្ទូចនាងដើម្បីកុំឲ្យនាងគិតតែពីត្រង់សម្បត្តិរបស់គ្រួសារឆឹងពេញនាងមកធ្វើអីនៅទីនេះញ៉ាំបាយនាងមកញ៉ាំបាយតាមម្នាក់ឯងទេមកម្នាក់ឯងមិនអាចញ៉ាំបាយនៅទីនេះបានទេហាងមួយនេះគឺត្រូវការកក់ទុកមុនមួយខែតើនាងបានកក់ទុកមុនដែរទេខ្ញុំមិនចាំបាច់កក់ទុកមុនទេអញ្ចឹងគឺមានន័យថានាងមិនបានកក់ទុកមុនទេតើមកវាឃើញថានៅទីនេះមានអ្នកមានច្រើនតើបានជានាងមានចេតនាមកទីនេះមែនទេខ្ញុំមើលតែនាងដូចជាអាសាមកទីនេះស្ទើរចំណេញណាស់ហើយមើលទៅនាងធ្វើអីហ្នឹងនាងនឹងមិនឆាប់ដូចស្រីម្នាក់នេះចេញពីទីនេះទៀតបានកក់មុននោះទេនៅខំប្រឹងមកសម្ដែងនៅត្រង់នេះទៀតហើយនៅចង់កក់បន្ទប់ private ទៀតឆាប់ចេញទៅគេដេញនាងចេញពីទីនេះហើយទៅស្ដាប់លើទេជាស្រីដែលចង់មកតាក់មនុស្សប្រុសនៅទីនេះទៀតហើយឆាប់ដេញនាងចេញទៅចង់មកតាក់មនុស្សនៅកន្លែងនេះផងអីនាងចង់ចេញទៅដល់ខ្លួនឯងឬក៏ឲ្យពួកយើងនេះអូសនាងចេញទៅឆាប់ផាអ្នកគ្រប់គ្រងរបស់នាងចេញមកតើនាងជាស្អីហ្នឹងចង់ជួបអ្នកគ្រប់គ្រងរបស់ពួកយើងផងឥឡូវនេះតើជួបបានហើយនៅខ្ញុំចាំបានថាតែជនដែលមានកាតខ្មៅមិនចាំបាច់ត្រូវកាត់ទុកមុនទេហើយនឹងអាចទទួលបានសេវាកម្មបន្ទប់ private ទៀតផងខ្ញុំជាអ្នកគ្រប់គ្រងនៅទីនេះខ្ញុំសុខភ័យទៅផងដល់បទពិសោធន៍ដល់ដល់នៅនេះមកហូបនៅទីនេះថ្ងៃនេះពួកយើងនឹងព្រីជូនចុះសង្ឃឹមថាអ្នកណាភ័យទៅផងចុះលើក្រោយទៅពេលដែលខ្ញុំមកខ្ញុំមិនសង្ឃឹមថាឃើញពួកគេតែ3នាក់ទៀតទេនេះគឺប្រកាសហើយស្រីថោកទៀតតើអ្នកណាអាចកាត់ខ្មៅនេះទៅនាងតើនាងមានប្រពន្ធចាំនាងមែនទេតើកចាំម្នាក់ណាអាចកាត់ខ្មៅនេះទៅនាងបន្តិចទៀតម៉ោង5ហើយនៅស្ទើរឆឹងស៊ីចិត្តមកដល់ហើយខ្ញុំចាំបានថាភោជនីយដ្ឋានអីថៃគឺល្បីឈ្មោះខាងសេវាកម្មល្អឥឡូវនេះមានគេមកបង្កើតរឿងរបស់ចំហបែបនេះតើគាត់ចាត់ការដល់របៀបណាដែរពួកខ្ញុំចាត់ការបានល្អសូមអ្នកនាងទុកចិត្តពួកខ្ញុំចុះស្រីថោកទៀតនឹងឆោតស្ងៀមតើលោកចង់ធ្វើអីសូមទៅផងអ្នកទាំង3ថ្ងៃនេះអ្នកទាំង3ធ្វើប៉ះពាល់ដល់ភ្ញៀវធំខ្ញុំហើយខ្ញុំមិនអាចទៅពួកអ្នកនាងបានទេផ្នែកលោកខ្វះហើយមែនទេពួកយើងគឺជាសមាជិកដែលចំណាយរូបរាងប្រចាំខែនៅទីនេះលោកខ្ញុំមិនដេញពួកខ្ញុំចេញផងរំលាយនៅអ៊ីថៃនេះសូម្បីញ៉ាំអាហារក្នុងមួយពេលមិនគ្រប់ផងកុំថាឡើយប៉ះពាល់ដល់អតិថិជនកាត់ខ្វៅនោះកាត់ខ្វៅអស្ចារ្យណាស់មែនទេនាងគ្រាន់តែជាស្រីថោកទៀតឲ្យគេចិញ្ចឹមតែប៉ុណ្ណឹងត្រូវគេចិញ្ចឹមហ៎អាកប្បកិរិយាដូចជានេះណាហើយជាមិនអាចស្ទុយបានអ្នកដែលគេប្រពន្ធខាងក្រោយឲ្យនាងនោះទេតើលោកដឹងថាខ្ញុំជានរណាទេហើយនិយាយបែបនេះដាក់ខ្ញុំផងពិតជាមិនស្គាល់ពីការស្លាប់រូមែនភោជនីយដ្ឋានអ៊ីថៃអស្ចារ្យតែមិនមែនពួកលោកអស្ចារ្យនោះទេវានៅមិនទាន់ដល់វេនពួកលោកត្រូវបដិជាចេញបែបនេះទេនោះគឺនាងទីពីគ្រួសារឆាំងមែនទេត្រូវហើយណាប្រុសទៅប្រដៅពីហើយក៏ដោយគ្រួសារឆាំងក៏ត្រូវមានកូនលើគ្រួសារពួកដែរហើយទៅជួយមើលគេតិចទេហើយដល់ស្អីបញ្ហាគេទេគ្រួសារអ៊ីថៃរបស់ពួកយើងមិនខ្វល់បំផុតនោះគឺជាអ្នកដែលមានឋានៈនៅខាងតែមានដូចនេះពូជាងឆឹងគេមានច្រឹកត្រង់គេបានផ្ដាច់ពាក្យតាហើយគេច្បាស់ជាមានអារម្មណ៍ខុសចំពោះគ្រួសារឆឹងនៅពេលគេឃើញឆឹងស៊ីស៊ីត្រូវគេធ្វើល្បាក់បែបនេះទៀតគេច្បាស់ជាចូលទៅជួយចិត្តចង់វាឡើងទៅនឹងខ្ពស់របស់ម្ដាយកូនឆឹងស៊ីស៊ីបានរង្គោះនឹងកើឡើងវិញទៀតហើយលោកហាន់ចវាយរបស់លោកមកមែនទេជំនួយការរបស់ពូជាងឆឹងដែលនាងហ្វូជាមិត្តរបស់គ្រួសារហ្វុងអញ្ចឹងហើយនាងត្រកៃបំពេញបំណងនេះបន្តិចទៅខ្ញុំចង់ឲ្យគេសុំទោសខ្ញុំឆាប់សុំទោសទៅខ្ញុំមានផ្នែកគ្មានប្រស័យសូមឲ្យខ្ញុំនេះសុំទោសផងបើតើនាងទៅពីតបានយ៉ាងម៉េចទេទៅខ្ចប់អាហារខាងនៅក្នុងហាងឲ្យនាងគេពីទៅហើយក៏វិជាមានណាប្រុសបាទខ្ញុំនឹងទៅរៀបចំចាប់អាហារឲ្យនាងលោកប្រុសគាត់ក៏បានមកដែរបើមិនចឹងទេខ្ញុំទៅនិយាយពីអរគុណជាមួយគាត់បន្តិចទៅមិនអរគុណទេអ្នកប្រុសគាត់ចាប់នៅទូភ្ញៀវរបស់គាត់ខ្ញុំវិញក៏ទៅដែរមហោកំងនៅភោជនីយដ្ឋានអ៊ីថៃសូម្បីតែកក់ក៏បានផងគ្រួសារហ្វូគ្រាន់តែនិយាយមួយម៉ាត់ក៏បានហើយអេតើលោកហ្វូចូលចិត្តអញមែនទេហើយគេនៅខ្លាចអញញ៉ាំមិនបានល្អទៀតយើងក៏មិនដឹងដែរពីប្រកាសជាមែនហើយគេបានបដិពេកជាមួយឆឹងអ៊ីវ៉ៃតែគេបានបានទិញអាហារជូនឯងនៅនិយាយថាមិនដឹងទៀតលោកចង់ញ៉ាំអីកំងតាមចិត្តទៅខ្ញុំជាអ្នកអញ្ជើញពិតជាសំជាថាការដែលមានការខ្មាំហើយប៉ុន្តែហាងនេះជារបស់ខ្ញុំអ្នកនាងចង់ញ៉ាំអីអញ្ចឹងទុកខ្ញុំនេះជាអ្នកអញ្ជើញចឹងផលិតផលបាក់របស់ JA លោកគួរតែទិញមិនបានទេត្រូវទេចង់កំងអីដែរឆាប់និយាយទៅនេះគឺតារាងទំហំដែលខ្ញុំត្រូវតែកាន់ពិធីមង្គលការត្រូវបានលុបចោលហើយខ្ញុំគ្រាន់តែត្រូវការប្រើប្រាស់ហ្វូជីងឆឹងដើម្បីស្ទើរម្ដាយកូន2នាក់នោះគឺបានហើយខ្ញុំមិនចាំបាច់ត្រូវតែលបងគេទៀតទេបានអញ្ចឹងលុយនោះខ្ញុំមិនយកពីលោកនោះទេចិត្តទៅថាខ្ញុំសងគុណលោកវិញចុះ
នាងចង់សងគុណខ្ញុំវិញដល់ងាយស្រួលបែបនេះអញ្ចឹងសម្លៀកបំពាក់មួយឈុតនេះខ្ញុំលេចកំងហើយ ប៉ារបស់ JS ពិបាកក្នុងការបញ្ជាទិញណាគ្រាន់តែកសែងតូចមួយក៏មានតម្លៃរាប់លានតាហើយមិនចាំបាច់និយាយដល់សម្លៀកបំពាក់នោះទេ នាងមើលមកខ្ញុំដូចជាមនុស្សខ្វះលុយមែនទេ តាំងពីដើមមក JS មិនទទួលការងារឯកជនឡើយតែលោកចង់កំងដល់របៀបណា ខ្ញុំមានវិធីសាស្ត្ររបស់ខ្ញុំតែសរុបមកវិញនាងកុំគិតសងគុណខ្ញុំដល់ងាយស្រួលបែបនេះឲ្យសោះ គុណស្រីត្រូវប្រើចេញទៅទើបមានតម្លៃ ខ្ញុំមានតម្រូវឲ្យប្រើប្រាស់ផ្សេងទៀត តើលោកចង់ប្រើប្រាស់បែបណា គឺប្រើលើរឿងធំក្នុងជីវិតរបស់ខ្ញុំគឺចូលនឹងប្រពន្ធម្នាក់ គ្រាន់តែគុណស្រីបន្តិចបន្តួចប៉ុណ្ណឹងចង់មកដល់ប្រពន្ធដែលមានកាត់ខ្មៅនៅក្នុងដៃខ្ញុំខ្លាចថាវាមិនគ្រប់ទេ អញ្ចឹងខ្ញុំមិនតន់ប្រើវាទេទុកយកការប្រាក់សិនតើបានដែរទេ ការប្រាក់ តើមានកាយធ្វើដូចជាភ័យ ធ្វើធម្មតាគឺពិតជាធម្មតាមែនប៉ុន្តែវាដូចជាមិនសូវសមទេ លោកប្រុសមិញលោកម្ចាស់អាចចូលភ័យនិយាយឋានហើយនៅនិយាយថាគាត់ក៏ចាប់លោកប្រុសទៅទទួលកំហុសទៀតផងហើយគាត់ចង់យកលិខិតផ្ដាច់ទៀតមកវិញទៀតផងលោកតាលោកម្ចាស់ហ្វូសូមចេញខាងនេះខ្ញុំសូមចេញទៅក្រៅមកផ្លែនសូមអ្នករងចាំខ្ញុំតិចដែរទៅហៅច្បាយរបស់អីឲ្យមកជួបយើងភ្លាមមកលើឡើងទៅច្បាយរបស់ខ្ញុំគាត់មកនៅទីនេះទេទៅឆៃមើលទៅលេខទូរស័ព្ទរបស់លោកប្រុសតូចលោកតាចុះខ្វល់ខ្វាយឲ្យប្រយោជន៍ទៀតទៅខ្ញុំចេញពីទីនេះតាមប្រយុទ្ធមកហើយអាចៅចំសៀតអីនេះគ្រួសារឈឹងគេធ្លាប់មានគុណមកលើគ្រួសារហ្វូខ្ញុំដឹងថាមានកូនស្រីត្រូវតែតបស្នងប៉ុន្តែខ្ញុំមិនរៀបការជាមួយនឹងឈឹងអីវីទេហើយយើងមិនបានកលិខិតផ្ដាច់ពីរបស់យើងបានចាត់មនុស្សឲ្យទៅយកមកវិញហើយអាឡូសន្តាគារភុញឯឋានទាំងអស់ដែលនៅក្នុងដៃរបស់ជីឈិនអាចចាត់ការឲ្យគេខ្លំមើលជាប់ទៅឲ្យតែឃើញគេភ្លាមត្រូវតែផ្ដល់ដំណឹងឲ្យយើងផ្លេតណាបាត់លោកម្ចាស់លាក់ខ្លួនបែបនេះមិនមែនចាំយកបាយទេលោកម្ចាស់មានតំណែងទលេណាគាត់មិនឲ្យយើងផ្ដាច់ពាក្យអញ្ចឹងមានតែគ្រួសារឈឹងជាអ្នកផ្ដាច់ពាក្យដល់ផ្ទាល់ហើយត្រូវហើយយើងលើថាឈឹងអ្វីបានទទួលបន្ទុកកាន់កាប់ផ្នែករដ្ឋបាលទាំងមូលឯងទៅកាត់ផ្ដាច់កាប់គាត់គុំវត្ថុធាតុដើមនិងតាក់ទងទៅអ្នកកសែតឲ្យគេជីកកាយប្រវត្តិអាក្រក់របស់ឈឹងអេវីហើយបង្កើតការទុកចិត្តទៅលើក្រុមហ៊ុនឈឹងទៅហើយប្រមានឲ្យគេថយចេញនៅពេលដែលគេប្រឈមនឹងការលំបាកដូច្នេះហើយឯងគួរតែបញ្ញាធ្វើកិច្ចការនេះឲ្យលឿនទៅណាបើលោកម្ចាស់ដឹងនោះទៅចិត្តចោយ៉ាងច្រើនគាត់គ្រាន់តែវាយយើងតែប៉ុណ្ណោះណាវាមិនស្លាប់ទេឯងបញ្ញាទៅធ្វើរឿងដែលយើងប្រាប់ទៅហើយនៅមានទៀតឯងត្រូវតែរៀបចំវិធានការសងសឹកជាមុនបានច្បាយទៅធ្វើទៅយ៉ាងម៉េចដែរម្ហូបនៅក្នុងស្ថានភាពរបស់ខ្ញុំតែមានរសជាតិយ៉ាងម៉េចដែរ ឆ្ងាញ់ណាស់ បាយឆ្ងាញ់នាងញ៉ាំឲ្យបានច្រើនទៅខ្ញុំបានឲ្យពួកគេធ្វើម្ហូបនៅក្នុងបណ្ដោះយកមកគ្រប់មុខហើយណានាងមកលើក្រោយដឹងថាម្ហូបអីដែលនាងចូលចិត្តហើយ លើកក្រោយ នេះជាកាត VIP ប្រចាំហាងខ្ញុំដូច្នេះថ្ងៃក្រោយនាងមានបន្ទប់តខ្លួនរបស់នាងហើយ មិនបានធ្វើអីខ្ញុំមិនទទួលរង្វាន់ឡើយ បាននាងមិនទទួលទេខ្ញុំនឹងកាត់ប្រាក់ខែពីនាងហើយច្បាយនេះជាសារដែលលោកត្រូវការនេះជាគ្រួសារតាពាំងមកជួយដែលគ្រួសារខ្ញុំមិនដតមានរសជាតិឆ្ងាញ់ណាស់នេះសាប់លោកមើលទៅ ស្រាតាពាំងបាយជូរបិទខ្លួនឯងវាគួរតែមានរសជាតិផ្អែមឈ្ងុយហើយ ឆ្នាំមុនជាឆ្នាំល្អណាស់កម្រិតស្ករនៃតាពាំងបាយជូរជួបផ្អែមល្មមដូច្នេះហើយស្រានេះមានរសជាតិឆ្ងាញ់ណាស់ ឲ្យខ្ញុំសាកភ្លក់មើលសិន នាងមិនចាំផាត់ផ្ដាច់តែម្ដងអញ្ចឹងក៏បានដែរ ជុលកែវមិនមែនតែបីតែផឹកផ្ដាច់ទេ នោះគឺវិន័យស្រាស
ស្រាក្រហមគឺមិនចាំបាច់ទេ ត្រូវអើខ្ញុំសុំទោសផងខ្ញុំខ្វះសុជីវធម៌ហើយ អញចេះទៅហ៎ សុំទោសផងខ្ញុំដូចជាមិនសូវស្រួលទេខ្ញុំចេញទៅក្រៅសិនហើយ ថាប់ហើយនាងត្រូវទទួលខុសត្រូវហ៎ នាងមិនចេះផឹកស្រាទេតាមពិតទៅនាងក៏មានរឿងដែលមិនចេះដែរហ៎តើនាងមិនស្រួលត្រង់ណាហឹម សុំទោសផងខ្ញុំខ្វះសុជីវធម៌ហើយ ណែសវណ្ណដល់ថ្នាក់នេះហើយនៅខ្វះសុជីវធម៌ទៀតតែនេះចំណុចបុរាណឯង គួរឲ្យស្រឡាញ់មែនភ្ញាក់ហើយហ៎ តើលោកបានធ្វើឲ្យដាក់ខ្ញុំខ្លាំងណាស់ ស្អីក៏ខ្ញុំមិនបានធ្វើដែរសម្ភារបំពាក់ទាំងអស់នេះគឺសិតតែនាងជាអ្នកដោះចេញនៅខ្លួនឯងទេ ខ្ញុំដោះដោយខ្លួនឯង នាងនៅថាខ្ញុំទៀតកាមេរ៉ាសុវត្ថិភាពនៅខាងក្រៅអាចធ្វើសាកសែខ្ញុំបាន មិនបានជាខ្ញុំមិនចាំអីបន្តិចសោះអញ្ចឹង ខ្ញុំគ្រាន់តែឲ្យនាងសាកភ្លុកវាមិនមែនឲ្យនាងផឹកផ្ដាច់ទេ អើខ្ញុំសុំទោសផងនេះជាលើកទី1ដែលខ្ញុំបានផឹកស្រាខ្ញុំក៏ដឹងស្មានមកដល់ថាគ្រាន់តែស្រាដែលបាត់មកពីតារាងបាយជូរក៏អាចធ្វើខ្ញុំស្វឹងបានដែរ គ្រាន់តែសុំទោសមិនបានទេព្រោះនោះជាស្នាមថាដំបូងរបស់ខ្ញុំនាងត្រូវតែទទួលខុសត្រូវចំពោះខ្ញុំ អើខ្ញុំទទួលខុសត្រូវតើទទួលខុសត្រូវបែបណាទៅតើលោកចង់ខ្ញុំធ្វើអី ខ្ញុំចង់បានអ្វីក៏បានមែនណា អ្វីដែលខ្ញុំអាចសងសំណងបានគឺមានតែលុយទេប៉ុន្តែលោកអាចទីតាមចិត្តបានឬក៏ចាំឲ្យខ្ញុំជួយទៅកំងសម្លៀកពាក់បច្ចេកឯឡងកំងពីឈុតតែយ៉ាងម៉េចដែរ ពិតជាគួរឲ្យខឹងមែនខ្ញុំមិនខ្វះលុយទេរឿងសម្លៀកបំពាក់ខ្ញុំទៅរកចុះបាយដល់ខ្លួនឯងគឺបាញ់មិញនេះនាងបាននិយាយថាឲ្យថ្លាមធំបន្តិចហ៎ ខ្ញុំកំពុងខ្វះភរិយា បង្ហាញសន្តិភាពពិតលឿនយ៉ាងនេះ យ៉ាងម៉េចដែរលោកប្រុសសម្ភារបំពាក់ដែលលោកប្រុសកក់បានមកដល់ហើយទុកនៅខាងក្រៅនោះបានហើយងើបឡើងទៅរកកៅអៅទៅកៅអៅកាត់ពីយប់មិញស្លៀកលេងកើតហើយ ខោអាវរបស់ខ្ញុំមិនបានជាស្លៀកមិនកើត យប់មិញនាងផាត់សវឹងខ្លាំងពេកក្អួលគ្រប់ទីកន្លែងខ្ញុំជាអ្នកមើលថែនាងគឺខ្ញុំបានសម្អាតឡើងមកយប់ពេញទៅហើយ អើក៏លោកថាការសម្រាប់ការមើលថែខ្ញុំកាលពីយប់មិញគាត់ថាខ្ញុំជាពាក់លោកថាការម្ដងចុះ នាងពិតជាមានបំណុលច្រើនមិនចេះធ្ងន់ខ្លួនទេបានងើបឡើងប្រកកៅអៅទៅ
ហុំរបស់នាងគ្រប់ប្រភេទមួយឈុតណាហេនាងខ្វះលុយហ៎ ពូចិនឆឹងគេប្រកាសជាមិនខ្វះលុយទេតែក្រៅពីលុយខ្ញុំពិតជាគ្មានអ្វីអាចឲ្យគេបានទេអរគុណលោកកាពីម្សិលមិញដែលមិនឆ្លៀតកាសលើខ្ញុំពេលខ្ញុំស្រវឹងហើយថែមទាំងមើលថែខ្ញុំទៀតបើថ្ងៃក្រោយលោកត្រូវការខ្ញុំជួយកន្លែងណាលោកអាចនិយាយបាន នេះស្ដាប់ទៅដូចជាសម្ដីមនុស្សបន្តិចយល់ល្អដោះដូរខ្លួនប្រានទៅ ដល់ដល់ខ្លួនបានគឺមិនអាចដាច់ខានវិន័យគ្រួសារខ្ញុំតឹងរឹងណាស់មិនអាចសម្រាប់នៅខាងក្រៅផ្ទះដាច់យប់ទេខ្ញុំទៅផ្ទះសិនហើយ យកតែមួយឈុតទេហ៎ពិតជាត្រូវការខ្ញុំជូននាងទៅទេហ៎ ខ្ញុំមានតកង់ឡាន អ្នកនាងតកែយ៉ាងម៉េចដែរ លេងតាមទៅលោកមិនអីទេមែនទេ នាងជំរាបខ្ញុំម្ដងទៀតហើយកូនជួយជីវិតតើគ្រប់នឹងការដោះដូរខ្លួនប្រានដែរទេ ពេលនេះលោកនៅនិយាយស្ដីបែបនេះទៀតតែខ្ញុំជូនលោកតាមទីពេទ្យ មិនអីទេចំណែកនាងវិញតើបានបង្ករឿងដល់អ្នកណា មនុស្សល្ងងមួយគូនេះគឺពិតជាទុកកំហឹងមិនជាប់មែនគ្រាន់តែសម្អាតដង្កូវនៅក្នុងក្រុមហ៊ុនក៏ចង់សម្លាប់ខ្ញុំមកបិទមុនមនុស្សរបស់ខ្ញុំដេញតាមគេហើយជឿថាមិនយូរទេនឹងមានលទ្ធផលតែខ្ញុំជូនលោកទៅវិញសិន ខ្ញុំពិតជាមិនអីមែនរលត់ស្បែកតែបន្តិចរំតែលេងអីហើយនាងទៅវិញដែរទេខ្ញុំឲ្យហាន់សេ ខ្ញុំទៅរំបងឲ្យលោកសិន ប្រាជ័យហើយខ្ញុំមិនបានបុកនាងស្លាប់ទេពេលនេះនៅត្រូវគេតាមដានទៀត ដឹងហើយជីវិតថ្លៃក្រនបែឯងពុលសិនទៅចាំមានឱកាសចាំចាត់ការនាងទៀតរួចហើយកុំឲ្យត្រេតឹងកុំញ៉ាំសាញ់នៅឧស្សាហ៍បដូរថ្នាំ នាងធ្វើស្អីហ្នឹងក្រៅពីផឹកស្រា រត់ថ្ងៃនេះអរគុណលោកហើយឲ្យទំហំរបស់លោកមកខ្ញុំមកខ្ញុំជួយលោកត្រូវជាអេកក់ខោអាយ មិនបាច់ទេខ្ញុំអាចកក់ខ្លួនឯងបានខ្ញុំចូលចិត្តនាងនាងជាពាក់គុណខ្ញុំហើយ ប្រុសម្នាក់នេះពេលដែលធ្លាក់ខ្លួនដើម្បីទៅការពារខ្ញុំសុខចិត្តយកខ្លួនក្រៅនៅពីក្រោមអញ្ចឹងជាពាក់សិនទៅខ្ញុំទៅវិញសិនហើយ ឯងទៅទៀតទៅយើងមកដល់ស្ថានភាពហើយហាសៀវខ្ញុំមានរឿងបន្តិចឲ្យហាសៀវជួយនាងទៅវិញចុះជួយនាងឈិញទៅវិញដើរតាមទ្វារក្រោយនាងឈិញសូមអញ្ជើញ លោកតាមកហើយមើលរយៈនេះយ៉ាងម៉េចដែរថ្លើមធំហ៎រឿងកាត់ប្រៃមង្គលការក៏ចេះសម្រេចចិត្តទៅខ្លួនឯងដែរតើមិនដែរទេលោកតាខ្ញុំពិតជាមិនចូលចិត្តឈ្នះអ្វីអីទេខ្ញុំប្រាច់ពាក្យមានអីខុសទៅប្រិយប្រុសមង្គលការពុំដែរជាអ្នកសម្រេចនេះសម័យអីទៅហើយលោកតានឹងយកកំណត់ចាស់កម្រិតបែបនោះមកប្រាទៀតឯងមិនដឹងខ្លួនទៀតរឿងផ្ដាច់ពាក្យនេះណាមិនអាចយកចការទេយើងបានរៀបចំរួចហើយ លោកតានិយាយមិនយកចការក៏គ្មានន័យដែរគ្រួសារឆឹងគេមករកលោកតាដោយខ្លួនឯងឯងបានធ្វើអី
ថាកាយស្អីកណ្ដាលដែលពួកយើងបានកក់ពីមុនរងចាក់ទាំងនោះបានក្បាលនឹងពាក្យសន្យាទាំងអស់នឹងប្រងផ្ដល់តំណែងទៀតទេសើបរមើលថាអ្នកណាជាអ្នកលោកដៃក្នុងរឿងនេះហើយណាគឺហ្វូជីងឆាំងអំបញ្ញមិញហាសែជិបខ្ញុំតាមផ្លូវក្រោយប្រហែលជាហ្វូជីងឆាំងផ្ដាច់ពាក្យជួបឧបស័យចង់រៀបកម្រគ្រួសារឆាំងរបស់ឲ្យដកខ្លួនបន្តិចទៀតខ្ញុំទៅក្រុមហ៊ុនវត្ថុធាតុដើមប្រាស្រ័យកណ្ដាលបានរៀបទៅក្នុងរោងចក្រក្នុងប្រទេសសិនទេនៅមែនទេអ្នកធំដែលបានស៊ើបពីអ្នកនាងលើកមុនសមាជិកគឺនៅមិនទាន់ដឹងទេតែក៏ដែលគឺបានដឹងហើយគឺចង់កក់ផលិតផលបាក់របស់ថាកៃចាំស៊ើបច្បាស់ពីសមត្ថភាពចាំនិយាយគ្នាទៀតបានថាកៃរំខានលើខ្ញុំទៅហាងសម្លៀកពាក់ឆឹងតែម្ដងទេអរគុណមិនស្មាត់ថាអ្នកនាងលេងសាហាវយ៉ាងនេះលើថាត្រូវប្រុសចាស់ចិញ្ចឹមអាណត្តិពួកយើងនៅទីនេះដោយសារតែរឿងនេះត្រូវថែមកធ្វើការខ្សែផលិតផលថ្មីលោកប៉ាបានបកលយើងជាអ្នកទទួលខុសត្រូវហើយឆឹងអីវ៉ៃនេះត្រូវដាក់ខ្លួនហើយដកខ្លួនអំបញ្ញមិញអ្នកកសាដំណើរក្រុមហ៊ុនបានបញ្ចេញរូបភាពចាប់ផ្ដើមនិយាយល្អពីអ្នកស្នងការងារថ្មីរបស់ត្រកូលឆឹងនៅផ្សាយរឿងថាថៅកែបានចេញក្រៅប្រទេសតាមតារាប្រុសទៀតហ្វូជីងឆឹងមែនហើយពេលនេះពីហ៊ុនរបស់ក្រុមហ៊ុនបន្តធ្លាក់ចុះរហូតខ្ញុំបានប្រើប្រាស់កណន័យកចាប់ផ្ដើមពេញពីហ៊ុនត្រកូលឆឹងហើយនាងប្រហែលជានៅមិនទាន់ដឹងទេលោកតាហ្វូបានយកសភៅប្រែពាក្យទៅវិញហើយលោកប្រុសហ្វូថ្ងៃនេះក៏បានចេញមុខឲ្យយើងពួកគេច្បាស់ជាគិតថានាងធ្វើបាបយើងកំពុងតែខឹងនាងជំនួសយើងតាមពិតគឺបែបនេះសភៅប្រែពាក្យបានយកទៅវិញអញ្ចឹងតាបើជាធ្វើដៃហ្វូជីងឆឹងកាន់តែកាយយ៉ាងនេះស្រីល្ងងម្នាក់នេះក៏ចូលអន្ទាក់ទៀតត្រូវហើយលោកប៉ាក៏ដឹងដែររឿងនេះនឹងប្រុសចាស់ចិញ្ចឹមនាងឆឹងអីវ៉ៃនាងចាប់ហើយយកសពទាំងថ្ងៃប្រើប្រាស់តំណែងខ្ញុំតែต้องគ្រប់អ្នកនៅក្នុងពិភពរចនាម៉ូដសម្លៀកបំពាក់ទាំងអស់ទម្លាក់គុណភាពត្រកូលឆឹងត្រាតែខ្ញុំឡើងតំណែងទទួលបានថាកែនាងគិតថានាងជាអ្នកណានៅទម្លាក់គុណភាពត្រកូលឆឹងបើសិនជានាងធ្វើបានមែនជាងនឹងដាក់ខោអាវដើរចេញពីទីនេះសង្ឃឹមថានាងនិយាយឲ្យធ្វើតាមថាកែចាត់ការរួចហើយចាំមកព័ត៌មានទៅរចនាម៉ូដកម្រិតខ្ពស់បានរួមគ្នាបង្កើតទម្លាក់គុណភាពត្រកូលឆឹងហើយពួកគេនៅប្រឆាំងនឹងព័ត៌មានคล้ายៗតាក់ទងនឹងអ្នកនាងធំទៀតនិយាយថាអ្នកនាងធំគឺជាកំណត់នៅក្នុងរង្វង់រចនាម៉ូដសម្ដីរបស់អ្នកនាងធំពេលនេះបានផ្លាស់ប្ដូរហើយនេះមិននឹងអាចទៅរួចទេបងអូនស្រីនេះស្អាតមិនអានទេដាក់ខោអាវអត់ដើរចេញទេប្រហែលជាមានអ្នកស្វាគមន៍ច្រើនហើយនេះមិនអាចទៅរួចទេនាងគ្រាន់តែជាមនុស្សស្រីដែលចេះតែតាក់ប្រុសទេមិនបានជាមានកម្លាំងយ៉ាងនេះអ្នកនាងទី2សូមប្រយ័ត្នសម្ដីនាងបន្តិចគឺនាងអ្នកគ្រប់គ្រងមានឈ្មោះល្បីអន្តរជាតិគឺនាងកំពុងតែជាស្រីចង្រៃម្នាក់នេះឆ្កែល្អមួយក្បាលប៉ុណ្ណោះគេឲ្យឲ្យនាងប៉ុន្មានចឹងឲ្យនាងគុណនឹង5មកជួយយើងធ្វើរឿងខ្ញុំមិនធ្វើរឿងឲ្យមនុស្សគ្មានបានការទេនាងគ្រាន់តែជាឆ្កែដែលស្រីចង្រៃនេះចិញ្ចឹមប៉ុណ្ណោះនាងហ៊ាននិយាយហើយមនុស្សរបស់យើងល្អបំផុតកុំប៉ះពាល់អីសោះលែងតែយើងស្រីចង្រៃមានសុជីវធម៌បន្តិចទេយើងខ្ពើមណាស់នាងឆឹងអីវ៉ៃគឺជាស្រីចង្រៃនិយាយគំរោះគំរើគ្មានសុជីវធម៌ថ្ងៃនេះយើងនឹងបង្រៀនឯងនាងឈួតឲ្យមែនទេមិនបានចេះហ៊ានពេលនេះនាងគាត់តានិយាយថាអរគុណបងស្រីដែលបានបង្រៀនណែមានរឿងស្អីកើតឡើងបានជាក្រុមហ៊ុនឈិញត្រូវគេរួមគ្នាទម្លាក់គុណភាពយ៉ាងនេះហ៎លោកប៉ាគឺឆឹងអីវ៉ៃគឺនាងឲ្យថ្នាក់ក្រោមរបស់នាងទម្លាក់គុណភាពក្រុមហ៊ុនរបស់យើងនាងនៅវាខ្ញុំទៀតតើវាយ៉ាងម៉េចសើឯងជឿដែរទេលោកប្រុសហ្វូស្រឡាញ់ឯងបងស្រីឯងគិតមិនស្ងំវាឯងពីរបីដៃក៏ជារឿងធម្មតាដែរខ្ញុំមិនមែនចិត្តមិនស្ងប់អីទេគឺបងអូនស្រីខ្វះការព្រៀនប្រដៅនិយាយគំរោះគំរើយតើខ្ញុំមិនចេញមកបងរៀនមិនបានគឺនាងច្រណែនលោកប្រុសហ្វូស្រឡាញ់យើងច្បាស់ណាស់នៅច្រណែនលោកប៉ាបកលគម្រោងឲ្យយើងទៀតនៅក្នុងក្រុមហ៊ុនមានកាមេរ៉ាសុវត្ថិភាពលោកប៉ាអាចទៅមើលបានសង្ភាពត្រឹមត្រូវឲ្យខ្ញុំវិញយើងឡើងឆាក់ថ្ងៃទី1ក៏បានអ្នកគ្រប់គ្រងជួយរៀបចំកាមេរ៉ាគ្រប់ទីកន្លែងក្នុងការិយាល័យការពារពួកមនុស្សចូលចិត្តប្រើល្បិចដូចនាងចូលរង្វង់រចនាម៉ូដអន្តរជាតិកម្រិតខ្ពស់នោះរួមគ្នាទម្លាក់គុណភាពក្រុមហ៊ុនយើងគឺដើម្បីអ្វីគឺខ្ញុំនៅក្រៅប្រទេសបានស្គាល់មិត្តភក្តិខ្លះបានលើដំណឹងនេះក៏ចេញមកជួយនិយាយខ្ញុំតែអត់តែតើជាមួយក្រុមរចនាម៉ូដជាន់ខ្ពស់រួមគ្នាបញ្ចេញមតិមើលទៅកូនស្រីយើងម្នាក់នេះក្នុងរង្វង់អ្នកឆ្នៃម៉ូដកម្លាំងមិនទៀបប្រមាណទេពិតជាអស្ចារ្យណាស់អីវ៉ៃមិនឲ្យឯងគ្រប់គ្រងក្រុមហ៊ុនគឺដើម្បីឲ្យឯងល្អទេលោកប្រុសហ្វូគេស្លាញ់ស៊ឺខ្លាចគេដល់ពេលនោះដើម្បីតែស៊ឺមកមុខឯងមិនចាំមិនល្អទេយកហ្វូជីងឆឹងមកសង្កត់ខ្ញុំតែគួរស្ដាយហ្វូជីងឆឹងគឺគ្រាន់តែជានៅដាក់តាក់ពួកនាងតែប៉ុណ្ណោះជួយពួកនាងក៏រឿងដែលមិនអាចកាត់ឡើងបានមែនហើយអញ្ចឹងនេះហត់ដល់បងអូនស្រីទៅទុកខ្សែផលិតផលថ្មីហើយផ្ដល់ដំណឹងដល់មនុស្សរបស់ពួកយើងឲ្យបញ្ចប់ការងារនៅក្នុងដៃទាំងអស់ទៅប្រើល្បិចនេះពួកយើងមិនខ្វះមនុស្សទេបុគ្គលិកចាស់ដែលទៅតលីឈុំកំពុងតែរងចាំបញ្ជានោះឯងនាំមនុស្សទៅគឺមិនអីទេតែរឿងពួកអ្នកឆ្នៃម៉ូដកម្រិតខ្ពស់រួមគ្នាទម្លាក់ក្រុមហ៊ុនយើងនោះអញអាចតាក់ទងមិត្តភក្តិឯងឲ្យបោះបង់បន្តិចទៅមតិ
សាធារណៈទាំងនោះខ្ញុំមិនអាចរៀបចំបានទេលើថាលោកប្រូហ្វូគេចូលចិត្តបងអូនស្រីយល់ល្អឲ្យគេចេញមួយបងអូនស្រីមើលថាគេអាចបានដែរឬក៏អត់យ៉ាងណាលោកប្រូហ្វូគេមានសមត្ថភាពយ៉ាងនេះមិននិយាយទៅមើល ដោយសារតែរឿងតេតូចតែប៉ុណ្ណឹងរំខានដល់គ្រួសារពួកក៏មិនល្អដែរសើនិយាយរឿងកាត់ខ្មៅបានយ៉ាងម៉េចហ្នឹងហ៎ កាត់ខ្មៅអីទៅលោកប៉ាបងអូនស្រីមកច្រឡំតែដឹងនេះក៏មកសម្ដែងរកខ្យល់អីនៅទីនេះអូតាមការពិតគឺពិតជាត្រូវគេចាំមែនទេដូច្នេះទៅមិនហ៊ានទទួលស្គាល់សើកូនមិននឹងអាចនិយាយបែបនេះដាក់បងស្រីកូនបានទៅអីវ៉ៃអាចមានកាត់ខ្មៅថាមិនត្រូវគឺជារបស់កូនប្រុសកុសលមានផងណាមិនដឹងកាត់ខ្មៅគឺកាត់ខ្មៅមួយនេះមែនទេកាត់ខ្មៅមួយនេះគឺពេលខ្ញុំបានជួបថាការទៀនស្រែអ៊ីថៃកក់ចេអេគាត់បានជួបការភ្ជាប់ពិសេសដល់ខ្ញុំមិននឹងអាចមើលខុសទៅគឺជាកាត់ខ្មៅនឹងឯងរបស់គ្មានខួរយើងបន្តដាក់កាត់ខ្មៅក្នុងកាបូបរងចាំនាងទៅប្តឹងដែរទេមិនបានជាមិនមាននេះប្រកាសជាខ្លាចលោកប៉ាដឹងដូច្នេះក៏លាក់នៅលើខ្លួនខ្ញុំត្រូវតែរកលោកប៉ាខ្ញុំពិតជាមិនបានឃើញកាត់ខ្មៅអីមែនបងអូនស្រីបែបនេះខ្ញុំមិនអាចធ្វើជាមនុស្សបានទេបានហើយគ្មានវិន័យអីសូម្បីតែបន្តិចរឿងខ្សែផលិតផលថ្មីទុកឲ្យអ្នកបន្តទទួលខុសត្រូវលោកប៉ាត្រូវការកូនស្រីយល់ព្រមលោកប៉ាឯងមានសមត្ថភាពនេះឯងជាអ្នករចនាជាន់ខ្ពស់ចូលរួមមកជាមេទេទៅឯងក៏អាចទទួលខុសត្រូវរៀបចំផលិតថ្មីដែរត្រូវតែឆាប់ចាត់ការស្រីចង្រៃនេះចោលលោកបងគ្រួសារពួកចាប់តាំងពីផ្នែកលិខិតប្រាច់ពាក្យមកដំណឹងអីបន្តិចក៏លែងមានដែរឬមួយក៏ពួកយើងត្រៀមកាដូបន្តិចបន្តួចទៅស៊ើបសួរមើលទៅកាដូឯងអាចរើសមើលរើសពេលវេលាទៅរកមើលសាកមើលទៅគ្រួសារឈិនខាងស្អែកមានកម្មវិធីដេញថ្លៃមួយគ្រួសារឈិនជំនួយ100ឆ្នាំប្រហែលជាមិនមានខ្លាយទេគ្រួសារភ្នែកអីវ៉ៃល្អឲ្យគេកំដរបងអូនស្រីត្រូវកាដូជាមួយគ្នាទៅម៉ែប្រកាសជាបានហើយអញ្ចឹងគឺល្អខ្លាំងណាស់កូនតៃកញ្ចុងចិត្តចេញមកហើយម៉ានិយាយថាកម្មវិធីដេញថ្លៃគឺម៉ារកវិធីតបតល់ជាមួយស្រីចង្រៃនោះហើយមែនទេប្រកាសហើយលើកនេះម៉ានឹងធ្វើឲ្យវាខ្លាចទៅជាស្រីចង្រៃមែនហើយថាកែភាគររបស់ត្រកូលឆឹងពួកយើងបានតែចុះស្រោប 30% ហើយថែមទាំង 10% របស់លោកប៉ាថាកែទៀតថាកែពេលនេះបានខ្លាចជាម្ចាស់ភាគហ៊ុនធំជាងគេហើយនៅមិនទាន់គ្រប់ទេខ្ញុំត្រូវការនោះគឺគ្រប់យ៉ាងរបស់គ្រួសារឆឹងអ្នកដែលបានបុកថាកែថ្ងៃមុនពួកយើងបានស៊ើបបានហើយថាកែកាត់ចាត់ការយ៉ាងម៉េចខ្លំមើលគេទៅយើងត្រូវស្ទួយត្រីធំខាងស្អែកខ្ញុំត្រូវចូលរួមកម្មវិធីដេញថ្លៃរបស់គ្រួសារឆិនរៀបចំទីកន្លែងមុនទៅហើយដាក់មនុស្សរបស់យើងចូលចាស់ថាកែកន្លងផុត2ឆ្នាំល្បីតែអាចយកឆឹងអ៊ីវ៉ៃបានតែមិនអាចយកឆឹងជំសៀវបានអើយឯងផ្ដាច់ពីដឹងខុសហើយឬនៅខ្ញុំត្រូវតែប្រាច់ទីអីលោកម្ចាស់មនុស្សរបស់យើងនិយាយថាមិនទាន់ចេញមុខផងក៏បានដោះស្រាយរួចហើយវាយ៉ាងម៉េចទៅវិញអ្នកនេះចេញតែទៅក្រុមហ៊ុនក្រៅប្រទេសខ្លួនឯងហើយរងចាំវត្ថុធាតុដើមនៅក្នុងប្រទេសនៅឲ្យរវងពួកអ្នករចនាកម្រិតខ្ពស់ជួយនិយាយឲ្យនាងពេលនេះផ្លាស់ប្ដូរទាំងស្រុងហើយដឹងខ្លួនហើយមិនទេគិតថាខ្លួនឯងបានវាយសម្រុកមួយដៃយ៉ាងខ្លាំងគេបែរជាដោះស្រាយបានយ៉ាងងាយស្រួលខ្មាស់គេរឿងតែតនឹងជេអីយ៉ាងម៉េចទៅហើយទីបំផុតគេទៅស៊ើបហើយគឺគ្រាន់តែជាកិច្ចសហការប្រតិបត្តិការអាជីវកម្មធម្មតាហាន់សៀវយកមិញចេញពីស្ថាគារមកមានឡានមួយគ្រឿងបុកអ្នកនាងឈិញណាទៅស៊ើបមើលតិចទៅបាត់តកែនិយាយទៅអញក៏មិនដឹងថាដើម្បីតែអ្នកណាក៏មិនរកខ្សែតៃនេះលោកយាយខ្ញុំមិនមែនដើម្បីអ្នកណាទាំងអស់ខ្ញុំមិនចូលចិត្តឆេញអ្វីទេបានហើយសម្ដីប្រកែករបស់ឯងចេះមិនចង់ស្ដាប់ទេចាំពេលតាឯងមកវិញចាំយាយជួយនិយាយឯងចោះឯងថាតើមើលអីវ៉ៃគេក្មេងល្អយ៉ាងនេះនៅថ្ងៃក្រោយកុំទៅរករឿងធ្វើបាបគេទៀតពេលជារបួសហើយឆាប់ទៅសុំទោសគេទៅបានលោកយាយល្អជាងគេអរគុណហើយលោកយាយសម្រាប់បានស្រួលទៅពិតជាល្អណាស់លោកប្រុសភូលោកស្រីបានយកព្រមហើយលោកម្ចាស់ខាងនោះក៏មិនយល់ទៀតដែរនៅតែលោកយាយល្អចំពោះយើងជាងគេ
ជេឯនោះតែតងបានហើយណាលោកយាយចង់បានការក្រុមហ៊ុនរបស់គេរហូតនៅតែមិនព្រមទទួលការកំងលើលោកយាយនិយាយថាពួកគេកំពុងតែត្រៀមប្រេនថ្មីតើគេពេលនេះនៅក្នុងប្រទេសដែរទេបានតែប្រុសនៅទឹកដីរបស់យើងហើយនៅហ៊ានក្អេងក្អាងទៀតស្រាអញ្ជើញមិនចង់ផឹកឲ្យគេផឹកស្រាពីនៃខ្លះទៅបានតែប្រុសជប់សិនកិច្ចសហប្រតិបត្តិការអាជីវកម្មធម្មតាអញ្ចឹងច្បាស់ជាមិនស្គាល់គ្នាទេរកឲ្យឃើញជីអីពួកយើងជើងគេផឹកមួយកែវទៅបានលោកតកែឡើងមានរឿងហើយថាកែអ្នកធំម្នាក់នោះនៅទីផ្សារងងឹតបានបន្ថែមទឹកលុយតែព័ត៌មានរបស់ថាកែគ្រប់កន្លែងប្រហែលជាមានគំនិតមិនល្អទាំងខាងគំនិតមិនល្អលោកព័ត៌មានរបស់ខ្ញុំទៅពួកគេក្នុងតម្លៃខ្ពស់និយាយថាកន្លះម៉ោងក្រោយខ្ញុំនឹងទៅក្រុមហ៊ុនត្រកូលឆាំងបានថាកែម្នាក់ណាជេអេតកែរបស់ខ្ញុំចេញគេទៅផឹកមួយកែវខ្ញុំគឺជជែកអីបើអញ្ចឹងសុំចេញទៅត្រៀមខ្លួនចាប់ដើមធ្វើការហើយប៉ុន្តែទៀតពេលថាកែចូលទៅលើឡានភ្លាមចូលទៅវាភ្លាមតែចាំទុកហាមរបួសដល់ថាកែដាច់ខាតគឺគេកុំមានរឿងថាថាកែត្រូវគេចាប់ឲ្យឆាប់ទៅជួយថាកែភ្លាមកុំមើលខ្ញុំមិនឯទេឆាប់ចុះភ្លាមតែថាកែមានការអីទេខ្ញុំមិនអីទេលើកយ៉ាងម៉េចហើយអីនាងតបស្នងដល់អ្នកមានគុណបែបនេះមែនទេខ្ញុំមិនដឹងថាជាលោកនេះដូចជាមធ្យោបាយដែលលោកនិយាយថាដល់ JS ក៏របស់ប៉ាក់នោះតែមិនដឹងថានាងតាំងតែពីដំបូងខ្ញុំនឹងដុំមធ្យោបាយមួយទៀតចុះលោកចង់ប្រាប់មធ្យោបាយបែបណាទៀតលោកប្រុសហ្វូប្រើល្បិចប្រុសស្អាតយ៉ាងម៉េចដែរសុទ្ធតែជាល្បិចកិច្ចកាលអាក្រក់ខ្ញុំបាននិយាយប្រាប់លោកតាំងពីយូរមកហើយលោកអាចរកខ្ញុំកក់ JS បាននៅតែរឿងវែងឆ្ងាយខ្ញុំចង់សន្សំចិត្តរបស់នាងទុំរហូតដល់អាចដូរប្រពន្ធបានល្ងងគឺរៀនល្ងងបន្តិចតែល្អត្រង់ថាគេមានចិត្តស្មោះធ្វើជាប្តីប្រពន្ធក៏មិនមែនមិនបានដែរលោកចង់ធ្វើអីមនុស្សច្រើនយ៉ាងនេះបែរមកចេញទាំងអស់គ្នាពេលនេះបានហើយឬណាយកការប្រាក់ខ្លះខ្ញុំពេលណាទៅអាចចុះស្ដីនាងដល់ផ្ទះបានរឿងរបស់គ្រួសារឆឹងនឹងមិនទាន់ចាប់ស្រួលបួតទេនៅត្រូវប្រាប់ប្រាស់ហ្វូជាងឆឹងតែម្ដាយកូនឆឹងស៊ីនោះមិនទាន់ដល់ពេលសារភាពស្នេហ៍ទេចាំបន្តិចទៀតទៅល្អទេខ្ញុំនៅមានរឿងខ្លះត្រូវដោះស្រាយទៀតយូរប៉ុណ្ណាក៏ចាំដែរថ្ងៃម្ដងទៀតទៅខ្ញុំគឺហ្វូណានេះយ៉ាងម៉េចដែរខ្វះអុកស៊ីសែនអញ្ចឹងម្ដងទៀតលើកនេះខ្ញុំថ្នមនាងបន្តិចថាកែហេតុអីបានជាថាកែមិនប្រាប់លោកភូថាអ្នកនាងគឺជាឆឹងអីវ៉ៃ
រឿងរបស់គ្រួសារឆឹងនៅមិនទាន់ចំខ្ញុំត្រូវការប្រើប្រាស់ហ្វូឈីងឆឹងតទៅជាមួយម្ដាយកូនឆឹងស៊ីនោះពេលនេះនៅមិនទាន់ជាឱកាសល្អទេចុះបើលោកហ្វូដឹងថាកែប្រើប្រាស់គេអាចខឹងដែរទេប្រកាសជាអត់ហើយព្រោះបើមើលពីចំណុចគេមកសមាជិកគេនៅទីនេះគ្រាន់តែជាថកែហាងមួយតែប៉ុណ្ណោះ ពិតជានឹកស្មានដល់ថាអ្នកនាងឈិញគឺជា JS អញ្ចឹងថាបានជាអាចប្រើកាត់ខ្មៅប្រកាសហើយកសែភ្នែកយើងពេលណាដែលមើលខុសនោះឈិញអ្វីម្នាក់នោះសូម្បីតែម្រាមជើងគេក៏ប្រៀបមិនបានផងបើសិនដឹងថាលោកប្រុសហ្វូចូលចិត្តនោះគឺជា JS យ៉ាងណាក៏លោកស្រីក៏ប្រកាសជាសប្បាយចិត្តហើយប្រកាសណាថ្ងៃស្អែកគ្រួសារឈិនមានកម្មវិធីដេញថ្លៃវត្ថុបុរាណត្រូវការទិញគំនូរប្រមាណផ្ទាំងទេយកមកលងលោមឲ្យលោកម្ចាស់សប្បាយចិត្តយើងខ្ជិលតាណាឯងឲ្យមេគ្រួសារឈិនប៉ាយៈឬប្រមាណផ្ទាំងទៅបាទលោកប្រុសហ្វូ ដំណំផ្សព្វផ្សាយតគ្នាជាងបាក់សម្ងាត់ JS មានចំណូលចិត្តចូលចិត្តវត្ថុបុរាណជាពិសេសនោះគឺចូលចិត្តប្រភេទឧបករណ៍ភ្លេងហាសៀលថ្ងៃស្អែកទៅកម្មវិធីដេញថ្លៃក្រែងលោកប្រុសនិយាយថារើសកាដូឲ្យលោកតាប្រកាសជាត្រូវរើសដោយខ្លួនឯងបញ្ជាក់ថាប្រាចិត្តខ្លះបានខ្ញុំនឹងឲ្យឈិនបាយរៀបចំកន្លែងល្អមួយ បងស្រីអ្នករៀបចំកម្មវិធីដេញថ្លៃគឺគ្រួសាររបស់ឈិនអើលើថានៅមានតារាល្បីមកបាក់ក្បាលទៀតផងចាប់តាំងពីចុះពីលើឡានមកក៏ចាប់ដៃខ្ញុំមកលេខដូចខ្លាចជំរុនអញ្ចឹងល្បីទាំងនេះសរសៃសតាលើមុខអស់ទៅហើយស្វាគមន៍អ្នកនាងឆឹងដែលបានមកចូលរួមកម្មវិធីដេញថ្លៃរបស់គ្រួសារឈិនដឹងថាអ្នកនាងមកបានរៀបចំកន្លែងជាពិសេសសម្រាប់អ្នកនាងអញ្ចឹងតែបងស្រីអរគុណបងស្រីបងអង្គុយដែរទេសុកធ្វើជាល្អច្បាស់ជាមានល្បិចអីជាមិនខានលើក្បាលមិនមានរបស់ជួជុំវិញក៏មិនមានរបស់ធ្ងន់កៅអីក៏មិនមានប៉ះពាល់អីបងស្រីចូលកាយមួយថៅកែមនុស្សរបស់យើងនៅកម្មវិធីដេញថ្លៃនិងបដិរបស់អ្នកនាងទី2និងអ្នកនាងទៅវិញទៅមកអ្នកនាងទុកចិត្តចុះចាប់ផ្ដើមទៅបងស្រីតារាបាឆាក់ថ្ងៃនេះគឺជាមនុស្សដែលបងស្គាល់ច្បាស់ណាស់បន្តិចទៀតពួកបងនិយាយគ្នាលែបានសប្បាយទេសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺវាងហៅពិតជាមានកិត្តិយសណាស់ដែលបានទទួលការអញ្ជើញមកចូលរួមកម្មវិធីដេញថ្លៃលើកនេះ អ្នកនឹងចាប់ប្រហែលជាស្គាល់គេច្បាស់ហើយព្រោះថាធ្លាប់ជាមនុស្សទឹកថាគេជាមួយគ្នាធ្លាប់មានព័ត៌មានអាស្រ័យជាដៃគូនឹងគ្នាដែររបស់យុរ៉ុបឆ្នាំក៏យកមកហើយមកទៅម៉ៃកូនពីរនាក់នេះក៏មានល្បិចអត់ត្រឹមនេះដែរ អ្នកនាងឈិញចាំខ្ញុំជួយនាង អញចាប់ធ្វើអីចេញទៅអូយអូយអីវ៉ៃខានជួបគ្នាយកមកហើយនាងកាន់តែស្អាតទៅហើយ បងស្រីមកទៅតារាវាងដូចជានៅមិនទាន់ដៃឡើយពីបងនៅឡើយទេចេញទៅខានជួបគ្នា2ឆ្នាំអីវ៉ៃទៅរបស់ខ្ញុំដូចជាការជាងមុនឆ្ងាយណាស់ហេស្រីអ្នកក្បែរតាវាងនោះជាអ្នកណាគេចិត្តស្និទ្ធដល់ហើយ លើថាអ្នកនាងធំរបស់គ្រួសារឆឹងពីមិនធ្លាប់មានព័ត៌មានអាស្រ័យជាមួយគ្នាមែនទេ ពិតជាដៃគូចាស់ជួបគ្នាមែនក៏ចំណានមែនទេ បើសិនជាលោកចង់ស្លាប់ខ្ញុំបំពេញបំណងលោក សត្វតែធ្លាប់ស្គាល់គ្នាហើយកុំដាច់ចិត្តយ៉ាងនេះអីនេះជាកន្លែងរបស់យើង ជំនួយការហានអញ្ចឹងម្នាក់នោះគឺហ្វូជីងឆឹង ឯងជាអ្នកណាសម្អាងឯងថាជាកន្លែងរបស់ឯងឯងគ្មានសិទ្ធិសួរទេ លោកប្រុសហ្វូខ្ញុំគឺឆឹងស៊ីស៊ីលោកមុនហាស្រ័យអីថៃនោះអរគុណលោកណាស់ដែលបានជួយខ្ញុំនឹកខ្ញុំហូបឲ្យខ្ញុំញ៉ាំទៀន លោកប្រុសពូគេថ្ងៃនេះមិនក៏បង្ហាញមុខជាសាធារណៈ ប្រុសហ្វូនៅមានអ្នកប្រុសហ្វូណាទៀនហ្វូជីងឆឹង
ព្រះអើយគឺជាលោកប្រុសពូពុតមែនតែជាសង្ហាខ្លាំងណាស់ឆាប់ថតរូបទៅ កន្លែងនេះហាមថតរូបលោកប្រុសពូចូលរួមការដេញថ្លៃគឺមានទោសណាគ្រួសារហ្វូនឹងដេញដោលដល់ទីបញ្ចប់ជាមិនខាន សុំទៅផងលោកពូខ្ញុំដឹងថាសមត្ថភាពលោកត្រូវរក្សាជាការសម្ងាត់ លោកប្រុសពូគឺខ្ញុំជាអ្នកខុសខ្ញុំនឹងអ៊ីវ៉ៃគឺសួរសុខទុក្ខគ្នាតែប៉ុណ្ណោះទេដូច្នេះកុំលើកពី3ម៉ាត់មិនដឹងអីវាជាកំហុសរបស់ខ្ញុំទេសុំទោសនាងគឺឈិញអ៊ីវ៉ៃ នៅក្នុងប្រទេសគឺឈ្មោះនេះ យើងលើថាឈិញអ៊ីវ៉ៃទទួលខុសត្រូវការងារទាំងអស់នៅក្រុមហ៊ុនឈិនឈិញឯងកាត់ផ្ដាច់ទំនុកបំរុងវត្ថុធាតុដើមចាំបន្តមកទៀតអ្នកសារព័ត៌មានមកហើយមានព័ត៌មានខ្មៅរបស់ឈិនជីវ៉ៃឲ្យតកូលឈិនធ្លាក់ចុះរំលឹកពួកគេឲ្យដកថយទៅខ្ញុំពិតជាគួរឲ្យស្លាប់មែន លោកពូហ្វាងហើយក៏មិនមានចេតនាដែរគេឲ្យនឹងបងស្រីខាន់ជួបគ្នាយូរហើយមិនប្រយ័ត្នក៏ភ្លេចខ្លួនទៅតែមិនបានចាប់អារម្មណ៍នឹងកន្លែងអង្គុយ ឈិញអ៊ីវ៉ៃមកជាទៅក្រៅប្រទេសធ្លាប់ញ៉ាយតារាប្រុសហើយបានជាល្បីពេញព័ត៌មានបែបនេះតារាប្រុសនោះពិតជាធ្វើឲ្យមនុស្សប្រុសឈឺក្បាលមែនបាត់ផ្លូវបាក់ហៅចោលហើយបោះចេញទៅបានលោកប្រុសពូខ្ញុំខុសហើយខ្ញុំលែងហ៊ានទៀតហើយលោកប្រុសពូណែលោកប្រុសពូខ្ញុំលែងហ៊ានហើយលោកប្រុសពូខ្ញុំលែងហ៊ានហើយ លោកពូលើមកកម្មវិធីដេកថ្លៃគឺចង់ពេញអីមែនទេខ្ញុំស្គាល់កូនស្រីរបស់គ្រួសារឈិនឲ្យគាត់ឯកជនបាន អ្នកឈិនទី2នេះពិតជាគ្មានកសែភ្នែកមែនគ្រួសារហ្វូរបស់យើងតើពេលណាបានដល់ពេលត្រូវខ្ចីពលឺរបស់អ្នកឈិនទី2ទៅណោះ ខ្ញុំមិនមែនមានន័យបែបនេះទេ អញ្ចឹងសូមរំខានអ្នកនាងទៅអង្គុយកន្លែងវិញទៅបានខ្ញុំដេញថ្លៃហើយកម្មវិធីដេញថ្លៃចាប់ផ្ដើមហើយវត្ថុដេញថ្លៃទី1ថ្ងៃនេះគឺអក្សររបស់ឈិនជូយើដែលជាចំណុចការរបស់មន្ត្រីវ័យក្មេងជាងគេនៅសម័យលីតម្លៃដេញថ្លៃដំបូងគឺ500ម៉ឺន អក្សររបស់លោកប៉ាអក្សររបស់លោកឆឹងបន្តមកចំនួនក្រោយៗគឺនៅសល់តិចណាស់មានតែនៅកន្លែងដេញថ្លៃរបស់គ្រួសារឈិនខ្ញុំទេទើបអញមើលឃើញមួយនេះមិនអានទេលោកស្រីគ្រួសារពូច្បាស់ជាចូលចិន800ម៉ឺន 100លានអេ 100លាន មកចាំ គេអីក៏មានលុយម្ល៉េះ មិនអញ្ចឹងជូនអ្នកនាង គេនេះមានកសែភ្នែកក្រនបាំង អបអរសាទរលោកពូការដេញថ្លៃអក្សររបស់លោកឈិញមួយទាំងនេះបន្តមកទៀតគឺការដេញថ្លៃលើកទី2ធននៅសម័យលីចំណន់ស្ដេចវិនតម្លៃដេញថ្លៃដំបូងគឺ500ម៉ឺន មួយនេះក៏មិនអានដែរ600ម៉ឺន 100លានគ្រួសារឈិញរបស់ពួកនាងយ៉ាងណាគឺជាសាច់ញាតិគ្រួសារតែមួយនាងពិបាកដេញថ្លៃតែម្ដងទេអ្នកនាងឈិញទី2នោះដេញអ្វីខ្ញុំដេញបន្តជូនអ្នកទាំងអស់ ហ្វូចិងឆឹងល្អណាស់ស្រីចង្រៃនេះចេះតែតាក់ប្រង500ម៉ឺន 100លាន 600ម៉ឺន 100លាន100លាន100លាន 1000ម៉ឺន 100លាន បានលោកប្រុសហ្វូនឹងថាឆឹងអីវិញគឺជាមនុស្សអាក្រក់នោះគេច្បាស់ជាមិនអាចត្រូវបោកប្រាស់ទេបងស្រីមានបានច្បាស់មិនតែអញ្ចឹងក្រែងបានមានកាត់ខ្មៅមែនទេសុំទៅផងបងស្រីខ្ញុំមិនប្រយ័ត្ននិយាយរឿងរបស់ត្រូវគេចិញ្ចឹមឲ្យកាត់ខ្មៅដាក់បងចេញមក នៅមុខយើងហ៊ាននិយាយមុនបង្ការអនាគតភរិយាយើងអ្នកនាងឈិញទី2អ្នកនាងកំពុងតែសង្ស័យពីក្រុមហ៊ុនមេធាវីរបស់គ្រួសារហ្វូយើងមែនទេ លោកប្រុសហ្វូក្រែងលោកគាត់ថានឹងច្រឹកមិនល្អហើយបានផ្ដាច់ពីជាមួយនាងហើយមែនទេ ឈិញសើនេះពិតជាគួរឲ្យស្លាប់មែនរឿងមិនគួររំលឹករំលឹកតែរឿងនោះសៀវភៅផ្ដាច់គ្រួសារហ្វូបានដកថយត្រឡប់ទៅវិញយូរមកហើយបើសិនជាមានលើក្រោយទៀតមុនបង្កាច់បរិហាគេដាក់ទុកប្រហែលឆ្នាំអេសើអេណែឈិញទី2 អញនៅមិនតាន់ទៅទៀតចឹងធ្វើតាមផែនការបានទេ ទៅចិត្តចោលអ្នកនាងឈិញទី2លើនេះខ្ញុំនឹងធ្វើអង្គខ្លាចទៅជាបាយហើយគឺបានសម្រេច នៅចាំតែនេះហើយបានទៅទៀតនឹងយកមនុស្សមកឲ្យឯង ថ្ងៃស្អែកខ្ញុំនឹងចូលដណ្ដឹងដល់ផ្ទះ បងស្រីខ្ញុំគិតថាខ្ញុំដូចជានាងខ្យល់កោតិចទៅពួកយើងបានបន្ទុកមួយសម្រាប់មួយផ្លែសិនទេ ខ្យល់កោទៅមន្ទីរពេទ្យទៅបើកបន្ទប់ធ្វើអី គឺគ្រាន់តែខ្យល់កោបន្តិចប៉ុណ្ណោះមិនចាំបាច់ទៅមន្ទីរពេទ្យទេបានហើយពួកលោកទៅវិញសិនទេខ្ញុំក៏ដល់បងស្រីខ្ញុំមួយផ្លែបានអញ្ចឹងរបស់បន្តិចទៀតឲ្យហាន់សេយកទៅគ្រួសារឈិញទៅពួកយើងតាក់ទងគ្នាតាមវិឆាន បងស្រីខ្ញុំស្រាប់តែឃើញថាកបោខ្ញុំផ្លេចនៅខាងក្រោមខ្ញុំទៅយកមួយផ្លែល្អ អ
ដែលធ្វើបាបយើងត្រូវតែសងកម្មវិញក៏ទៅអត្តពលឆ្នាំក៏ទៅដល់ពេលដែរហើយឯណាមនុស្សមានរឿងហើយមានរឿងអីអញ្ចឹងមិនបានជាក្តៅយ៉ាងនេះក្តៅខ្លាំងណាស់មើលទៅអ្នកនាងឈិញទី2ទៅជាអ្នកលេងល្បិចដាក់យើងពេលនេះយើងត្រូវបិទផ្លូវហើយអ្នកនាងធំយកមិនបានអ្នកនាងទី2ទុកឲ្យខ្ញុំជួយអ្នកនាងចុះលោកប្រុសពូទៅទទួលបានដំណឹងក្រុមអ្នកកសែតមួយក្រុមបានទទួលដំណឹងពីអ្នកនាងធំឈិញនិងតារាវាងហើយទៅសួរសុខទុក្ខគ្នានៅស្ថានភាពពួកគេកំពុងតែធ្វើដំណើរទៅកាន់ស្ថានភាពហើយខ្ញុំគិតថាខ្ញុំដូចជានាងខ្យល់កតិចទៅពួកយើងបានបន្ទុកមួយសម្រាប់មួយផ្លែសិនទៅគួរតែស្លាប់អីវិញក៏លេងល្បិចដាក់ជើងហើយទៅវិញកន្លងផុត2ឆ្នាំទីបំផុតខ្ញុំបានយករំបាយយុទ្ធធរដែលឆឹងអីវៃបានទទួលសងទៅវិញអស់ហើយព័ត៌មានក្តៅនៅថ្ងៃស្អែកពិតជាធ្វើឲ្យមនុស្សពិបាករងចាំមែនពួកអញជាអ្នកណាគេមិនកំណត់ច្រើនយ៉ាងនេះឆាប់ថតទៅបានហើយឈប់ថតថាប់ចេញមកភ្លាមពួកចិនឈិញហាន់សៀវវាងហៅម្នាក់នេះគេចូលចិត្តយ៉ាងនេះអញ្ចឹងពួកយើងធ្វើឲ្យព័ត៌មានកាន់តែធំជាងនេះទៅធ្វើឲ្យគេកាន់តែល្បីទៅសមមុខហើយកុំអីចេញទៅមិនបានជាលោកមកដែរខ្ញុំស្មានថាអ្នកដែលគេលេងល្បិចដាក់នោះគឺជានាងអ្នករៀបចំគឺជាខ្ញុំលោកប្រាហ្វូចូលចិត្តស្រីដែលខលខូចទេចូលចិត្តឲ្យតែជានាងខ្ញុំចូលចិត្តទាំងអស់ខ្ញុំដល់ឲ្យហាន់សៀវជួយធ្វើកាន់តែធំទៀតផងដូច្នេះទៅចិត្តចុះស្ដាប់បង្គាប់អញ្ចឹងផ្ដល់រង្វាន់ឲ្យលោកបន្តិចអ្នកកសាត់មកដល់ហើយមានរឿងអីអញ្ចឹងមិនបានច្បល់មុខយ៉ាងនេះពេលនេះក៏ត្រូវឆ្នាំដែរឆាប់ចេញភ្លាមនាងត្រូវគេដាក់ឆ្នាំហើយអនាគតប្តីសាកដេកបន្តិចសិនប្រហែលជាគ្មានបញ្ហាអីទេដឹងហ្វូជិងឆឹងជឿខ្ញុំបន្តិចទៅស្អាតខ្លាំងណាស់រឿងរបស់នាងខ្ញុំឲ្យហៅសេតទៅធ្វើហើយដេកបន្តិចទៀតទៅខ្ញុំនៅមានរឿងផ្សេងទៀតដែលត្រូវធ្វើនាងកំណត់ចិត្តបែបនេះបានទេប្រាហើយក៏បោះចោលហើយស្ដាប់បង្គាប់ពេលនេះខ្ញុំត្រូវត្រឡប់ទៅផ្ទះទៅយកលទ្ធផលនៃចែកចំណាក្មេងកំហុញស្អែកនៅក្នុងផ្ទះចាំបងណាស្រមៃទៅក្មេងខូចម៉ាក់កាត់ចឹងមិនទៅពេលនេះទៅទាំងពិភពលោកសុទ្ធតែរកខ្ញុំនឹងវាងហើយបើសិនជាលោកប៉ាបានដឹងច្បាស់ជាស្លាប់ខ្ញុំមិនខានទេមិនបានជាឯងហើយនឹងវាងហើយទៅវិញច្បាស់ជាស្រីម្នាក់នោះគេបានប្រកាសស្រាមិនខានឆឹងអីវិញហើយអ្នកប្រូហ្វូនៅចិត្តគេទៀតបើគេចូលគ្រូសាហ្វូនោះខ្ញុំកូនទុកចិត្តចោះគេគ្មានជីវិតល្អអាចរៀបការចូលគ្រូសាហ្វូបានស្រួលយ៉ាងនេះទេកូនរកឱកាសចេញក្រៅលក្ខខ្លួនប្រហែលថ្ងៃសិនទៅរឿងរសើទុកមកជាអ្នករៀបចំមនុស្សខ្ញុំជួយមកដល់ហើយខ្ញុំទៅសិនហើយពីប្រុសពូប្រែប្រាំជាពិសេសគ្រួសារយើងទាំងពីរនៅមានមង្គលការជាប់ខ្លួនទៀតផងសូមគ្រួសារឈិញមើលគ្រប់គ្រងអ្នកនាងទី2បានល្អផងណាអរគុណហើយលោកប្រុសពូអ្នកគ្រប់គ្រងផ្ទះជួយដំណើរភ្ញៀវសូមអញ្ជើញ
ហ្វូជាងឆឹងម្នាក់នេះពិតជាធ្វើរឿងបានគ្រប់ចុងជ្រោយមែនមកតែឆឹងសើចង់លាក់ខ្លួនត្រូវគេចាប់ខ្លួនមកវិញ របស់គួរឲ្យខ្មាស់គេឯងនឹងមានមុខត្រឡប់មកវិញទៀតហើយមិនក៏ឯងមិនទៅងាត់នៅខាងក្រៅបាត់ទៅ អាយ៉ាលោកប៉ាបានហើយនេះមានការរឿងធំអីទេ ពិតជាគ្រួសារជួបរឿងមែនគេនឹងវាងហៅនៅជាមួយគ្នានៅត្រូវគេចាប់បាននៅលើក្រេទៀតពេលនេះព័ត៌មានផ្សាយពេញប្រទេសទៅហើយ អាយ៉ាមិននឹងអាចត្រួយទេនេះមិននឹងអាចត្រួយទេខ្ញុំបានប្រាប់ឯងតាំងពីយូរហើយថាវាងហៅមិនមែនចំនួនល្អស្អីទេមិនបានចាអញណាលោកបងគ្រាន់តែពេលអីវ៉ៃមានរឿងខ្ញុំសម្រាប់ក្របមួយម៉ាត់ក៏បាននិយាយដែរមិនបានជាលោកបងមិនចិត្តទៅលេដាក់សើបន្តិចដែរទៅម៉ែសម្រាប់ធ្ងន់មួយម៉ាត់មិនបាននិយាយតែថ្ងៃទី2ក៏បញ្ជូនខ្ញុំទៅក្រៅប្រទេសលោកប៉ាព័ត៌មានពួកស្រីលើកនេះមកក៏រឿងធំយ៉ាងនេះយល់អត់ក៏បញ្ជូនគេទៅក្រៅប្រទេសសិនទេព័ត៌មានអីវ៉ៃលើកនេះមកក៏រឿងធំយ៉ាងនេះតើក៏បញ្ជូនគេទៅក្រៅប្រទេសមួយរយៈសិនទេចាំពេលស្ថានភាពស្ងប់ស្ងាត់ចាំទទួលគេមកវិញជូនទៅក្រៅប្រទេសឲ្យនៅមួយរយៈពេលចាំពេលស្ងប់ស្ងាត់ស្ថានភាពសិនចាំទទួលនេះមកវិញ អ្នកគ្រប់គ្រងផ្ទះក៏សម្បត្តិយន្តហោះឲ្យនៅនាទី2ចេញនៅថ្ងៃស្អីទៅបាទ លោកប៉ាចេញក្រៅគេខ្លួនក៏ល្អដែរថ្ងៃស្អែកនឹងប្រមូលសពវាឲ្យកូន គិតហើយចាត់ការទាំងចាស់ទាំងក្មេងតែម្ដង ទុកក៏ជាបញ្ហាដែរចាត់ការទាំងតាចាស់នោះដល់ពេលនៅគ្រួសារឆាននឹងខ្លាចជារបស់ពួកយើងទាំងអស់ហើយ ហេល្អសើក៏ជាកូនស្រីរបស់បងរឿងនេះបងនឹងធ្វើឲ្យបានល្អបំផុតបើសិនជាមិនអាចធ្វើឲ្យបានស្អាតទេបងក៏មិនមកពាក់ព័ន្ធនឹងអូនដែរអញនិយាយថាស្អែកនេះឯងទៅគ្រួសារឈិញនៅនឹងកូនស្រីគេលោកតាលោកយាយចៅលើកនេះគិតច្បាស់ហើយមង្គលការរឿងធំយ៉ាងនេះគេត្រូវតែស្ដាប់បញ្ជាឪពុកម្ដាយអញ្ចឹងហើយស្ដាប់បញ្ជាមិនអណ្ដើកដូច្នេះចៅត្រូវតែគោរពតាមហើយនិយាយព្រាបនិយាយការពិតទៅតាមពិនខ្ញុំស្រឡាញ់អីវ៉ៃយប់ហើយគ្រាន់តែមិនដឹងពីសមាជិករបស់នាងដូច្នេះទៅបានបង្ករឿងទាំងនេះ ឯងនិយាយទៅមើលឯងធ្វើរឿងល្ងងច្រើនយ៉ាងនេះខាងអីវ៉ៃខាងនោះក៏និយាយយ៉ាងម៉េច លោកយាយខ្ញុំបានលងលោមនាងហើយ តាវាឬមួយក៏ស្អែកនេះបងនាំជើងឆឹងទៅមួយជើងទៅចាំភាសាស្រីនោះខ្ញុំមើលទៅពិតជាល្អខ្លាំងណាស់បើសិនជាទៅយឺតនោះខ្លាចតែគេដណ្ដើមបាត់ទេ មិនស្ដាប់តាមមនុស្សចាស់ខាតនៅនឹងមុខលោកប្រពូមានរឿងហើយនាងឈិញមានរឿងហើយមានស្អីកាឡាលោកប្រពូបានឲ្យខ្ញុំស៊ើបឡានបើកបងនាងឈិញថ្ងៃមុននោះជន់មកកហេតុនោះបានបង្ហាញខ្លួនហើយគេទៅចូលផ្ទះគ្រួសារឈិញចេតមុនឯងនាំមនុស្សទៅតាមក្រោយឡសើក៏ជាកូនស្រីរបស់បងរឿងនេះបងធ្វើល្អបំផុតបើសិនជាធ្វើមិនបានស្អាតបងក៏មិនពាក់ព័ន្ធនឹងពួកអូនលំបាកដែរ មិននឹកស្មានថានៅមានរឿងក៏ភ្ញាក់ផ្អើលទៀតសោះឆឹងសើមិនមែនជាកូនបង្កើតរបស់លោកប៉ាទេឆ្នេះចាញ់លែងមានការសង្ស័យទៀតហើយរៀបចំប្រមូលសំណាញ់ទៅធ្វើតាមផែនការដើមពេលស្ត្រីចេះសកម្មភាពចាំពួកយើងបង្ហាញខ្លួនខ្ញុំត្រូវការពួកគេដេកគុកទាំងអស់គ្នាចាថាកែស្ត្រីចង្រៃចេញក្រៅប្រទេសមួយជើងការសមត្ថភាពហើយមែនទេដល់បងនេះមិនចាប់បាច់ស្លាប់ទេតែនៅតែប្រឹងលើកនេះល្អហើយប្រឹងឲ្យអស់ជីវិតហើយ ហេក្រែនាងខ្លាំងណាស់មែនទេហ៎រៀបចំឲ្យយើងឈប់ធ្វើការនាងខ្លាំងទៀតទៅឲ្យតែចេញមួយកំបិតទៅមានចេតនាសម្លាប់មនុស្សគឺអាចជោគជ័យហើយទោះបីជារបស់ស្រាក៏អាចដាក់ទោសធ្ងន់បានដែរ យើងកំពុងនិយាយជាមួយនាងកសែភ្នែកស្អីហ៎ មកសម្ដែងធ្វើខ្លួនឯងដូចជាបរិសុទ្ធនាងធ្វើឲ្យសើបាត់បង់ភាពបរិសុទ្ធយើងនឹងឲ្យនាងស្លាប់ក៏មិនឲ្យនាងស្លាប់ដោយស្អាតដែរស្រីម្នាក់នេះសម្រស់មិនអន់ទេលោកចំណេញហើយ មែនហើយនេះបើស្លាប់គួរឲ្យស្ដាយណាស់ឲ្យយើងប្រើប្រាស់សិនទៅអាយ៉ា បាត់ជាកថាស្រីប្រុសមួយគូនេះមានសិលធម៌ពេកហើយ អីវ៉ៃអីវ៉ៃណែ មិនបានជាគេដឹង លេងនាងអញចង់បានអីយើងឲ្យទាំងអស់ឆាប់លេងនាងទៅ លោកមកធ្វើអីឆាប់ទៅវិញទៅ បាត់មកហើយកុំចូលមក មិនអាចលេងបានទេពួកយើងបង្ហាញមកឲ្យត្រូវតែសម្លាប់ចោលទាំងអស់គិតហើយគិតទៀតបើជាគិតមិនដល់ស៊ូជាងឆឹង ចង់ជួយនាងក៏បានដែរឯងកុំតិចដៃអាចចូលមកខាងទៅ សំណាភ្លីភ្លើស្អី បានហើយណាមិនចង់គ្រប់ទេ កែ ណែណាស្ងៀមនាងកាត់អីឬកន លោកជាមនុស្សល្ងងមែនទេខ្ញុំកំពុងតែស្ទួយត្រីលោកមកមិនឃើញទេមែនទេ តាមពិតពេលដែលខ្ញុំចូល
ចូលមកក្នុងបន្ទប់គឺបានឃើញមនុស្សជាច្រើនមកហើយតែយកនាងធ្វើជំនួយមិនឲ្យអ្នកដទៃរំខាននាងទេបានហើយឈប់យំទៅណាមើលទៅរឿងនេះអាចដោះស្រាយបានហើយនេះបង្កការភ្ញាក់ផ្អើលទៅដល់លោកហើយយើងគឺមកជាមួយនឹងចៅប្រុសធំយើងនេះគឺលោកប្រុសហ្វូឆាប់លេងដៃគេភ្លាមហើយធ្វើរឿងថ្មឹងហើយស៊ីវយកលោកប្រុសឯងនឹងអីវិញទៅមន្ទីរពេទ្យទៅណាពួកឯងពីណាចាំទុកឲ្យច្បាស់ពីណាដាក់ទោសពួកឯងណាម៉ាលេងម៉ាក់យ៉ាងទៅលោកប៉ាឆាប់ជួយម៉ាក់ផងទៅរឿងមនុស្សធំឯងកុំខ្វល់អីឆឹងសឺគឺជាកូនស្រីដែលម្នាក់គ្រប់គ្រងអូតែនេះមានថតសម្លេងបើសិនជាលោកមិនជឿទេអាចធ្វើតែ DNA បានពួកឯងហ៊ានបោកយើងហ៎សឺហ្វូជាងឆឹងមានរឿងខ្លះខ្ញុំចង់សារភាពប្រាប់លោកសំដីនេះមិនចង់និយាយគឺអាចនិយាយបានយល់អស់បោះស្រាយបានច្បាស់ទៅបែបនេះទៅអាចប្រឈមមុខនឹងលោកបានលោកនៅចាំពួកយើងជួបគ្នាលើដំបងទេនៅពលានយន្តហោះនោះតាមការប៉ັດពេលជួបមុខគ្នាដំបងនោះខ្ញុំបានដឹងថាលោកជាអ្នកណាហើយលោកនោះខ្ញុំក៏បានរៀបចំដែរនៅមានក្រោយទៀតតាមការប៉ិនតាំងពីពេលខ្ញុំទៅផ្ទះនាងបានជួយនាងបានដឹងរឿងអស់នេះទៅហើយតែខ្ញុំមិនខ្វល់ទេខ្ញុំថែមទាំងសប្បាយចិត្តថែមទៀតដែលខ្ញុំអាចជួយដល់នាងបានលោកពិតជាល្ងងណាស់ក្មេងៗនៅជាមួយគ្នាបានសប្បាយចិត្តខ្លាំងណាស់ចេញពីមុនបានធ្វើខុសតិចតួចដែរពួកយើងលើកនេះបានមកដល់ផ្ទះគឺមកចូលស្ដីដណ្ដឹងម្ដងទៀតណានេះជាសភៅមង្គលការនេះលោកម្ចាស់ពូនេះណែលោកតាយកខោទៅដឹងតាវាឈប់អភ័យពួកគេទៅលើឡើងឆាប់ឲ្យពួកគេទៅសំអុយនៅទីនេះយកទៅ